រឿងខ្មោចព្រៃ ពន្លឺព្រះអាទិត្យចាប់ដើមអស់ស្តង់គត់លះខ្លួននៅពីក្រោយជួរភ្នំដងរែកដ៏ធំល្វឹងល្វើយនៅក្នុងដង្ហើមព្រៃជ្រៅដែលពោពេញទៅដោយដើមឈើធំៗខ្ពស់ស្រឡះក្រុមយុវជន4ញាក់ដែលរួមមានវិបុលជាអ្នកដឹកនាំក្រុមសាក់អ្នកថតរូបតារានិងធីរីបានសម្រេចចិត្តបោះជំរុំនៅវាលស្មៅក្បែរមាត់អូមួយកន្លែងដែលពួកគេគិតថាមានសុវត្ថិភាពយើងត្រូវសម្រាកនៅទីនេះហើយយប់ងងឹតណាស់បើយើងដើរទៅមុខទៀតប្រកាសជាវង្វេងមិនខានវិបុលនិយាយទាំងដកដង្ហើមធំខណៈកំពុងរៀបចំដុតភ្លើងភ្នក់បរិយាកាសក្នុងព្រៃនាពេលយប់មិនដូចជាអ្វីដែលពួកគេធ្លាប់ស្រមៃនោះទេសំឡេងសត្វយំដែលធ្លាប់តែឮតាមខ្សែភាពយន្តបែរជាប្រែមកជាសំឡេងគ្រហឹមតិចៗនិងសំឡេងស្លឹកឈើដែលរង្គើទាំងដែលគ្មានខ្យល់បក់បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួចគ្រប់គ្នាអង្គុយជុំវិញភ្នក់ភ្លើងដើម្បីកម្ដៅកាយវិបុលអេងឮសំឡេងអីទេធីរីសួរទាំងសំឡេងញញនាងចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមានភ្នែករាប់រយគូកំពុងសម្លឹងមកពួកគេពីក្នុងងងឹតប្រហែលជាសំឡេងខ្យល់ទេដិនកុំគិតច្រើនអីសក្តាឆ្លើយទាំងបង្ខំញញឹមដើម្បីលួងចិត្តមិត្តភក្តិប៉ុន្តែដៃរបស់គេកំពុងកាន់កាមេរ៉ាយ៉ាងណែនរំពេញនោះសំឡេងមួយបានបន្លឺឡើងយ៉ាងច្បាស់វិបុលមកនេះមកវាគឺជាសំឡេងស្រីម្នាក់ហៅឈ្មោះវិបុលយ៉ាងស្រទន់ប៉ុន្តែវាហាក់ដូចជាមកពីទិសដៅផ្សេងគ្នាវិបុលភ្ញាក់ព្រឺតព្រោះសំឡេងនោះវាដូចទៅនឹងសំឡេងម្ដាយរបស់គេដែលនៅផ្ទះបេះបិទអ្នកណាដើរនៅទីនោះវិបុលក្រោកឈររួចបញ្ចាំងពិលទៅក្នុងព្រៃក្រាស់ពន្លឺពិលបានប៉ះទៅនឹងដើមឈើធំមួយហើយអ្វីដែលពួកគេបានឃើញគឺស្រមោលខ្មៅខ្ពស់ស្រឡះឈរនៅពីក្រោយដើមឈើនោះប៉ុន្តែនៅពេលបញ្ចាំងចំស្រមោលនោះក៏រលាយបាត់ភ្លាមមិនតន់នឹងបាត់ភ័យផងសំរែកដ៏ខ្លាំងមួយបានបន្លឺឡើងពីខាងក្រោយជំរុំជួយផងវាគឺជាសំឡេងរបស់តារាដែលទើបតែដោតទៅដងទឹកនៅមាត់អូអំបញ្ញមិញគ្រប់គ្នាស្ទុះរត់ទៅរកតារាប៉ុន្តែអ្វីដែលពួកគេឃើញគឺមានតែដបទឹកដែលជ្រោះនៅដីចំណែកឯតារាបានបាត់ខ្លួនទៅក្នុងភាពងងឹតឈឹងតារាឯងនៅឯណាពួកគេស្រែកហៅយ៉ាងខ្លាំងប៉ុន្តែអ្វីដែលឆ្លើយតបមកវិញគឺជាសំឡេងសើចក្អឹកយ៉ាងគ្រលួចចេញពីលើចុងឈើខ្ពស់ស្រាប់តែមានឈាមមួយដំណក់បានស្រក់មកលើមុខរបស់សាក់គេងើបមុខឡើងសម្លឹងទៅលើរូបភាពដែលគេបានឃើញធ្វើឲ្យគេសឹងតែគាំងវេកលងស្លាប់តើពួកគេនឹងជួបអ្វីបន្តទៀតតើតារាបាត់ខ្លួនទៅណាភាពស្ងប់ស្ងាត់នៃព្រៃជ្រៅត្រូវបានកាត់ផ្ដាច់ដោយសម្រែកហៅរកគ្នាបន្ទាប់ពីតារាបានបាត់ខ្លួនទៅក្នុងភាពងងឹតត្រឹមតែមួយប៉ះព្រេកវិពុលសាក់និងធីរីឈរញ័រទៅត្រើកនៅមាត់អូពន្លឺពិល3ដែលបាញ់ចូលឡើងបានត្រឹមតែបង្ហាញពីភាពស្ងាត់ជ្រងំនៃដើមឈើធំនិងវ៉ូឡេដែលរុំព័ទ្ធគ្នាដូចជាសរសៃប្រសាទរបស់បិសាចសាក់មើលលើមុខឯងឈាមធីរីស្រែកទាំងភ័យស្លន់ស្លោនៅពេលឃើញតំណក់ឈាមស្រស់ស្រក់មកលើទពលមិត្តភក្តិសាក់លើកដៃជូតរួចងើបមុខឡើងសម្លឹងទៅលើចុងឈើដែលខ្ពស់ត្រដែតពន្លឺពិលបានចាក់ទៅលើមេឈើធំមួយហើយអ្វីដែលពួកគេឃើញមិនមែនជាតារានោះទេប៉ុន្តែគឺជាសាកសពសត្វឆ្លោះមួយក្បាលដែលត្រូវបានគេហែកជាពីររួចព្យួរចោលទាំងឈាមរឹមប៉ុន្តែអ្វីដែលរន្ធត់ជាងនេះទៅទៀតគឺនៅក្បែរសាកសពសត្វនោះមានស្នាមចារឹកនៅលើសំបុកឈើជាអក្សរបុរាណដែលមើលមិនយល់និងមានសញ្ញារូបក្បាលខ្មោចគូសដោយឈាមនេះមិនមែនជាស្នាមសត្វធ្វើទេនេះជាស្នាមមនុស្សវិបុលនិយាយទាំងដង្ហើមញាប់យើងមិនអាចនៅទីនេះបានទេយើងត្រូវរកតារាឲ្យឃើញរួចចាក់ចេញពីតំបន់នេះភ្លាមពួកគេទាំង3នាក់សម្រាប់ចាត់ដើរចូលទៅក្នុងព្រៃជ្រៅតាមទិសដៅដែលពួកគេគិតថាតារាដែលគេអូសទៅដើរបានប្រហែលជា100ម៉ែត្រពួកគេបានប្រទះឃើញសញ្ញាសម្គាល់ទី2វាជាឆ្កែម៉ារបស់តារាដែលត្រូវបានគេចងជាប់នៅមែកឈើទាបមួយប៉ុន្តែអ្វីដែលចម្លែកគឺក្រមានោះត្រូវបានគេចងជាចំណងស្លាប់ហើយនៅក្បែរនោះមានដានជើងធំដែលមានម្រាមតែ4ប៉ុណ្ណោះវិបុលមើលដើមឈើនោះធីរីចង្អុលទៅដើមជ័យធំមួយនៅលើដើមជ័យនោះមានសញ្ញាដដែលត្រូវបានគេឆ្លាក់ជាប់នឹងដើមឈើជារៀងរាល់5ម៉ែត្រវាហាក់ដូចជាមាននរណាម្នាក់ឬអ្វីមួយកំពុងព្យាយាមនាំផ្លូវពួកគេ
ឲ្យចូលទៅកាន់កន្លែងណាមួយដែលមានការរៀបចំទុកជាមុនស្រាប់តែខ្យល់ត្រជាក់ស្រេបមួយបានបក់កាត់ពីក្រោយខ្នងពួកគេសំឡេងខ្សឹបខ្សៀវដែលមិនមែនជាភាសាមនុស្សបានបន្លឺឡើងតាមខ្យល់មកដល់ហើយណាចេញមកវិបុលដកកំបិតព្រៃចេញមកការពារខ្លួន រំពេចនោះពន្លឺពើរបស់សក្តាចាប់ផ្ដើមរលត់លត់រួយក៏ងងឹតឈឹងនៅក្នុងភាពងងឹតនោះពួកគេបានឃើញភ្នែកពណ៌ក្រហមឆាំមួយគូសំឡឹងមកពីចន្លោះដើមឈើវាមិនមែនជាភ្នែកសត្វឡើយព្រោះវាស្ថិតនៅកម្ពស់ខ្ពស់ជាងក្បាលមនុស្សទៅទៀតស្រមោលនោះចាប់ផ្ដើមដើរតម្រង់មករកពួកគេយឺតឬសំឡេងជាន់ស្លឹកឈើស្ងួតក្រាក់រាល់ចំហៀងដែលវាដើរមកជិតក្លិនស្អុលអលួយដោយសាកសពក៏កាន់តែធំឡើងៗ ពួកគេទាំង3នាក់រត់បាតជើងសុព្រាតកាត់បន្លានិងមែកឈើដែលឆ្កូតដៃជើងមិនដឹងខ្លួនប៉ុន្តែទោះជាពួកគេរត់លឿនយ៉ាងណាក៏ដោយក៏សញ្ញាសម្គាល់លើដើមឈើដែលឆ្លាក់ដោយឈាមនោះនៅតែលេចឡើងនៅពីមុខពួកគេជានិច្ចហាក់ដូចជាព្រៃទាំងមូលកំពុងវិលជុំវិញពួកគេរត់រហូតដល់មុខទល់មុខនឹងរូងភ្នំងងឹតមួយដែលមានសញ្ញាឈាមធំជាងគេបង្អស់នៅមាត់ច្រកនៅខាងក្នុងរូងនោះពួកគេឮសំឡេងតារាកំពុងយំខ្សឹកស្ខួល នៅចំពោះមុខរូងភ្នំដ៏ខ្មៅងងឹតដែលមើលទៅដូចជាមាត់ប៊ីសាយកំពុងរងចាំត្របាក់ចំណីវិបុលសាក់និងធីរីឈប់ងាត់ទាំងដង្ហើមហត់ដង្ហក់សំឡេងយំខ្សឹកខ្សួលរបស់តារាដែលបន្លឺចេញពីខាងក្នុងរូងភ្នំធ្វើឲ្យពួកគេស្ទើរតែដាច់ចិត្តរត់ចូលទៅភ្លាមប៉ុន្តែវិបុលបានទាញដៃមិត្តភក្តិទាំងពីរខាត់ទុក ជប់សិនមានន័យប្លែកសំឡេងតារាហេតុអីក៏វាឮច្បាស់ម្លេះទាំងដែលរងភ្នំនេះជ្រៅខ្លាំងវិពុលខ្សឹបប្រាប់មិត្តភក្តិទាំងភ្នែកសម្លឹងមិនដាក់ទៅក្នុងភាពងងឹតប៉ុន្តែតារាកំពុងតែត្រូវការយើងបើយើងមិនចូលទៅគេប្រហែលជាត្រូវស្លាប់មិនខានធីរីនិយាយទាំងទឹកភ្នែករហាមនាងទ្រាំមិនបានដែលឃើញមិត្តភក្តិជួបគ្រោះថ្នាក់គួរគេទាំង3សម្រេចចាត់ដើរចូលទៅក្នុងរូងភ្នំយឺតក្លិនឆ្អាបឈាមនិងក្លិនផ្អូមរលួយកាន់តែធំឡើងរហូតដល់ធ្វើឲ្យសក្តិចង់ក្អួតនៅពេលពួកគេដើរចូលទៅដល់ចំណុចកណ្ដាលនៃរូងភ្នំពន្លឺពិលរបស់ពួកគេបានជះទៅលើរូបរាងមនុស្សម្នាក់ដែលកំពុងអង្គុយបែរខ្នងតារាគឺឯងមែនទេសាក់ស្រែកហៅទាំងអំណរមនុស្សម្នាក់នោះងើបឈរយឺតរួចក៏ងាកមកគឺពិតជាតារាមែនគេស្លៀកពាក់ខោអាវដដែលប៉ុន្តែទឹកមុខរបស់គេស្លេកស្លាំងដូចមនុស្សស្លាប់ហើយភ្នែករបស់គេសម្លឹងមករកអ្នកទាំង3ដោយគ្មានព្រិចឡើយឯងមិនអីទេមានទេតារាតោះយើងប្រញាប់ចេញពីទីនេះទៅធីរីស្ទុះទៅរកដើម្បីចាប់ដៃតារាប៉ុន្តែវិបុលស្រែកខាត់យ៉ាងខ្លាំងធីរីកុំទៅជិតវាមើលជើងវាឲ្យច្បាស់ធីរីឈប់ងក់រួចបន្ទាបពើចុះទៅក្រោមនាងសឹងតែលុះប្រលឹងនៅពេលឃើញថាជើងរបស់តារាដែលឈរនៅពីមុខនាងនោះមិនប៉ះដីឡើយហើយម្រាមជើងរបស់វាបែរទៅក្រោយទាំងតោះរំពេចនោះផ្ទៃមុខរបស់តារាក៏ចាប់ផ្ដើមប្រែប្រួលសាច់ថ្ពាល់ក៏ធ្លាក់រលួយរន្ធភ្នែកក៏คล้ายជាប្រហោងខ្មៅងងឹតនិងមានអណ្ដាតវែងអូសដល់ដីវាមិនមែនជាតារាទេវាគឺជាព្រៃក្រឡាខ្លួនដែលបានប្រើរូបរាងតារាដើម្បីបោកបញ្ឆោតពួកគេ ចង់មកជួយមិត្តភក្តិឯងមែនទេសំឡេងគ្រលួចដែលចេញពីមាត់អស់មនុស្សនោះធ្វើឲ្យអ្នកទាំង3ព្រឺក្បាលខ្ញាក់មិត្តភក្តិឯងឥឡូវវាកំពុងតែស្រួលខ្លួនណាស់នៅខាងក្នុងនោះព្រានោះចង្អុលទៅជ្រុងម្ខាងនៃរូងភ្នំដែលមានវលារំពាត់ចិត្តភ្លាមនោះព្រាយក៏ឡាខ្លួនបានស្ទុះមកសង្គ្រប់លើសាក់ដួលផ្ងាក្រោយតែសំណាងល្អដែលវិបុលស្ទុះទៅទៀងកំបិតព្រាយដែលបានសូត្រមន្តអាគមពីគ្រូចាស់នៅភូមិរួចក៏កាប់ទៅលើដៃព្រាយនោះសំឡេងស្រែកធ្ងោយ៉ាងឈឺចាប់បានបន្លឺឡើងពេញរូងភ្នំរូបរាងរបស់វាប្រែជាផ្សែងខ្មៅហោះបាត់ទៅលើតំបល់រូងបញ្ញាប់ឡើងទៅមើលនៅទីនោះវិបុលនាំមិត្តភក្តិទៅកន្លែងដែលព្រាយលុតបានចង្អុលពួកគេបានកាប់វលាក់តែនោះចេញហើយក៏បានឃើញតារាដេកសន្លប់ស្ដុកស្ដឹងមាត់មានពពុះសហើយខ្លួនប្រាណទៅជាក់ស្រេបដូចជាត្រូវគេបឺតជញ្ជក់កម្លាំងធាតុចេញអស់ប៉ុន្តែអ្វីដែលរន្ធត់បំថត់នោះគឺនៅពេលពួកគេលើកតារាឡើងពួកគេស្រាប់តែឮសំឡេងជើងមនុស្សរាប់រយនាក់កំពុងដើរសម្ដៅមកមាត់រូងភ្នំនៅពេលពួកគេបញ្ចាំងពេលទៅមាត់រូងពួកគេបានឃើញក្រុមអ្នកភូមិដែលមានមុខមាត់ស្លេកស្លាំងឈរកាន់ចន្លោះបិទផ្លូវចេញទាំងអស់អ្នកភូមិទាំងនោះមិនមែនជាមនុស្សរស់ទេពួកគេគឺជាខ្មោចបម្រើរបស់ម្ចាស់ព្រៃនេះពន្លឺចន្លោះរាប់សិបបានជែកស្រមៅអង្រួនពេញមាត់រូងភ្នំ
ក្រុមអ្នកភូមិដែលមានទឹកមុខរឹងកំព្រឹសភ្នែកសោះស្លេកនិងស្លៀកពាក់ខោអាវអ៊ូរ៉ានដាច់ដោចបានឈរតម្រៀបគ្នាជារបងមនុស្សបិទផ្លូវចិនពួកគេមិននិយាយមិនស្ដីប៉ុន្តែសំឡេងដង្ហើមធំៗដែលឮចេញពីដើមទ្រូងប្រហោងក្នុងរបស់ពួកគេធ្វើឲ្យបរិយាកាសកាន់តែតានតឹង វិបុលយ៉ាងធ្វើម៉េចទៅពួកគេមិនមែនជាមនុស្សទេធារីយំខ្សឹកសួលដៃទាំងពីរគ្រាតារាដែលកំពុងសន្លប់ វិបុលសម្លឹងមើលទៅលើមេឃដែលគ្មានផ្កាយរួចនឹកខឿងដល់ពាក្យបណ្ដាំរបស់លោកតាខេបើនៅកណ្ដាលព្រៃជួបអាសន្នរកមើលកន្លែងដែលមានដើមពោធិ៍ឬអាស្រមចាស់ទីនោះមានបារមីជួយការពារគេក្រឡេកមើលទៅខាងឆ្វេងរូងភ្នំក៏ឃើញផ្លូវតូចមួយដែលពោពេញដោយបន្លាប៉ុន្តែមានពន្លឺពណ៌សតិចៗបញ្ចេញមកពីចម្ងាយ រត់ទៅខាងនោះទៅរកពន្លឺសោះវិបុលស្រែកបញ្ជារួចទាញតារាមកដាក់លើក្នុងសាក់គូគេទាំង3រត់សម្រុកកាត់របាំងខ្មោចបំរើអ្វីដែលចម្លែកនោះគឺនៅពេលពួកគេរត់កាត់ខ្មោចទាំងនោះមិនបានដេញតាមឡើយគូគេគ្រាន់តែឈរសម្លឹងមើលដោយកែវភ្នែកស្រតាំហាក់ដូចជាកំពុងអាណិតដល់វាសនាអ្នកទាំង4បន្ទាប់ពីរត់កាត់ព្រៃបន្លាអស់មួយសន្ទុះពួកគេក៏បានមកដល់វាលលំហមួយនៅកណ្ដាលវាលនោះមានអាស្រមឈើចាស់ទ្រុឌទ្រោមមួយដែលត្រីបានវលាក់រំពាត់ចិត្តទោះបីជាវាឈរនៅកណ្ដាលព្រៃខ្មោចក៏ដោយប៉ុន្តែនៅជុំវិញអាស្រមនេះគ្មានសត្វសាហាវឬវិញ្ញាណអាក្រក់ណាម្នាក់ហ៊ានចូលចិត្តឡើយ ចូលទៅខាងក្នុងឆាប់ឡើងវិបុលរុញទ្វារអាស្រមដែលឮសំឡេងក្រត់ៗ នៅខាងក្នុងអាស្រមមានក្លិនធូបក្រអូបប្រហើផ្ទុយពីក្លិនស្អុយនៅខាងក្រៅមានរូបសំណាកលោកតាអេសីមួយអង្គដែលបាក់ដៃមួយខាងនិងមានថូផ្កាស្ងួតក្រៀមវិបុលប្រញាប់ដាក់តារាដេកលើកម្រាលឈើរួចគេក៏ឃើញវត្ថុមួយនៅក្បែរជើងរូបសំណាកវាគឺជាកណ្ដឹងបុរាណតូចមួយនិងអំបក់ចង់ដៃពណ៌ក្រហមឆ្អៅ សាក់ធីរីជួយគ្នារៀបចំទឹកមុនឲ្យតារាផឹកវិបុលនិយាយទាំងប្រញាប់ប្រញាល់ខណៈដែលសំឡេងសម្រែកហឺចាប់ផ្ដើមបន្លឺឡើងជុំវិញអាស្រមម្ដងទៀត រំពេចនោះទ្វារអាស្រមដែលបិទជិតក៏ត្រូវគេដាំងពីខាងក្រៅមាននរណាម្នាក់ព្យាយាមចូលមកធារីស្រែកព្រោះឃើញក្រចកវែងពណ៌ខ្មៅលោកចូលតាមប្រហោងជិនឆាងឈើព្យាយាមចាប់ទាញជើងរបស់នាង កំខ្លាចជួយគ្នាការពីអាស្រមនេះវិបុលចាប់យកកណ្ដឹងបុរាណនោះមកអង្រួនខ្មឹង រាល់ពេលដែលសំឡេងកណ្ដឹងបន្លឺឡើងផ្សែងខ្មៅដែលព្យាយាមចូលតាមប្រហោងជិនចាំងក៏រលាយបាត់ទៅវិញប៉ុន្តែនៅខាងក្រៅអាស្រមស្រាប់តែមានសំឡេងសោតកក់ក្អើករបស់ស្រីម្នាក់បន្លឺឡើងយ៉ាងច្បាស់អ្នកឯងអាចនៅក្នុងនោះបានត្រឹមតែទៀបភ្លឺប៉ុណ្ណោះកាលណាភើអាទិត្យមិនទាន់រះអ្នកឯងចេញពីព្រៃនេះមិនរួចទេ តារាដែលកំពុងសន្លប់ស្រាប់តែបើកភ្នែកឡើងធ្លោះប៉ុន្តែភ្នែករបស់គេមិនមែនជាពណ៌ខ្មៅទេវាប្រែជាពណ៌សុះសុទ្ធរួចគេក៏ចាប់ច្របាច់កវិបុលយ៉ាងណែនហាក់ដូចជាមានកម្លាំងពិសាចចូលសន្ធិដ្ឋក្នុងភាពងងឹតស្លុបនៃអាស្រមចាស់តារាដែលធ្លាប់តែទន់ខ្សោយបែរជាមានកម្លាំងដូចដំរីសាដៃទាំងពីររបស់គេច្របាច់កវិពុលយ៉ាងណែនរហូតដល់វិពុលដកដង្ហើមស្ទើរតែមិនរួចមុខរបស់គេចាប់ផ្ដើមឡើងស្វាយភ្នែកពណ៌សោះសុទ្ធរបស់តារាសម្លឹងចំវិពុលដោយគ្មានមេត្តាខណៈមាត់របស់គេបន្លឺសំឡេងក្រហឹមដូចសត្វសាហាវ តារាភ្ញាក់ឡើងនេះជាវិបុលណាសកៈស្រែកខ្លាំងរួចស្ទុះទៅទាញដៃតារាចិនប៉ុន្តែត្រូវតារារលុះតែមួយដៃធ្វើឲ្យសកៈខ្ទាតថាបោកនឹងជញ្ជាំងអាស្រម ធារីដែលកំពុងញ័រទៅត្រើកនឹកឃើញដល់អំបោះក្រហមដែលវិបុលរើសបានមិញនេះនាងប្រញាប់រើសវាឡើងរួចស្ទុះទៅចងជុំវិញកដៃរបស់តារាទាំងភ័យខ្លាចរំពេចនោះសែងពណ៌ខ្មៅស្រាប់តែភាចេញពីខ្លួនតារារួមជាមួយសម្រៃស្រែកជួយយ៉ាងខ្លាំងតារាទន់ដៃដួលសម្លប់ទៅលើដីម្ដងទៀត ប្រញាប់ឡើងយើងត្រូវចេញពីទីនេះឥឡូវនេះមុននឹងមេធ្មប់នោះប្រើមុនអាគមបិទផ្លូវយើងជារៀងរហូតវិបុលនិយាយទាំងដងហាំញាប់ដៃស្ទាបកដែលនៅមានស្នាមជួម អ្នកទាំង4ដោយវិពុលនិងស័កជួយគ្រាតារាបានសម្រេចចិត្តចាក់ចេញពីអាស្រមតម្រង់ទៅទិសខាងកើតដែលពួកគេជឿថាជាផ្លូវចេញទៅភូមិវិញប៉ុន្តែអ្វីៗមិនងាយស្រួលដោយការគិតឡើយទោះបីជាពួកគេដើរយ៉ាងលឿនអស់រយៈពេលជិត2ម៉ោងក៏ដោយក៏ពួកគេនៅតែត្រឡប់មកជួបដើមជ្រៃធំដែលមានសញ្ញាឈាមដដែលជានិច្ច វាមិនអាចទៅរួចទេយើងទើបតែដើរកាត់ដើមឈើនោះមិញនឹង
សាក់ស្រែកទងអស់សង្ឃឹមគេយកកំបិតទៅចំណាំលើសម្បកឈើរួចដើរទៅមុខទៀត10នាទីក្រោយមកពួកគេក៏មកដល់ចំណុចដដែលហើយធ្វើឲ្យស្នាមកំបិតដែលសាក់បានចំណាំទុក នេះគឺជាមុនបំបាំងភ្នែកឬការដើរវង្វេងក្នុងរង្វង់ខ្មោចព្រៃទាំងមូលហាក់ដូចជាកំពុងវិលជុំវិញពួកគេឬក៏ផ្លូវដែលពួកគេឃើញគឺជាផ្លូវដែលវិញ្ញាណខ្មោចព្រៃចង់ឲ្យពួកគេឃើញតែប៉ុណ្ណោះ យើងវង្វេងហើយយើងនឹងស្លាប់នៅក្នុងព្រៃនេះដូចញឹកសេនទៀតមែនទេធីរីអង្គុយចុះយំយ៉ាងខ្លាំង ក្នុងខណៈនោះស្រាប់តែមានពន្លឺពណ៌បៃតងតូចៗភ្លើងអពភូតហោះចេញពីក្នុងកំពូតព្រៃពួកវាហក់ឆ្វែរចុកឡើងរួចក៏ហោះទៅតាមម្ខាងទៀតដែលជាផ្លូវដែលពោពេញទៅដោយអបក្រាស់ កុំតាមវាអាចជាអន្ទាក់សាក់ដឹកប្រមូល ប៉ុន្តែវិបុលសង្កេតឃើញថានៅកន្លែងដែលភ្លើងនោះហោះកាត់សំឡេងសត្វល្អិតចាប់ដើមយំឡើងវិញដែលជាសញ្ញានៃជីវិតគឺមានជំរឿទេបើយើងនៅទីនេះយើងនឹងត្រូវខ្មោចព្រៃធ្វើស៊ីម្នាក់ម្ដងតាមភ្លើងនោះទៅ ពួកគេដើរតាមពន្លឺពណ៌បៃតងនោះចូលទៅក្នុងអបដ៏ក្រាស់ខ្មឹករាល់ជំហានដែលពួកគេដើរពួកគេមានអារម្មណ៍ថាដីនៅខាងក្រោមជើងប្រែជាទន់ដូចជាវាលភុករំពេចនោះពន្លឺពណ៌បៃតងក៏រលត់បាត់ទៅហើយនៅពីមុខពួកគេស្រាប់តែលេចចេញជាខ្លាធំមួយក្បាលដែលមានភ្នែកធំដូចចានបាយឈរស្តាក់ផ្លូវពួកគេយ៉ាងកាចសាហាវ ភាពត្រជាក់ស្រេបនៃខ្យល់អាកាសកណ្ដាលព្រៃហាក់ដូចជាកក់ឈាមក្នុងសរសៃរបស់យុវជនទាំង4នាក់នៅពេលដែលពន្លឺពិលជះចំសត្វមហិមាមួយក្បាលដែលឈរនៅពីមុខវាគឺជាខ្លាធំដែលមានមាឌពុនគុនគោអូមពណ៌មាសលាយឆ្នោតខ្មៅក្រាស់ៗរបស់វាបញ្ចេញពន្លឺរលោភរលោងក្រោមពន្លឺព្រិចៗនៃពិលប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាព្រឺឈឹងក្នុងបំផុតនោះគឺភ្នែករបស់វាមិនមែនជាភ្នែកសត្វធម្មតាទេប៉ុន្តែវាធំខុសធម្មតាហើយបញ្ចេញពន្លឺពណ៌លឿងទុំដូចជាភ្លើងចង្កៀង គុំកំរាកវិបុលខ្សឹបតិចសំឡេងរបស់គេសឹងតែមិនចេញពីបំពង់កគុំភ័យស្លន់ស្លោឲ្យសោះបើយើងរត់វានឹងខំយើងភ្លាមសត្វខ្លានោះមិនបានស្ទុះមកខំពួកគេភ្លាមនោះទេវាចាប់ផ្ដើមដើរកលឹងជុំវិញក្រុមរបស់វិបុលយឺតសំឡេងជើងរបស់វាជន់លើស្លឹកឈើស្ងួតក្រឹកលាន់លឺច្បាស់កណ្ដាលភាពស្ងប់ស្ងាត់រាល់ពេលដែលវាដើរកាត់ពួកគេធំក្លិនឆ្អាបដូចជាឈាមស្រស់ភៀចេញពីខ្លួនវាវិបុលមើលលើក្បាលវាសាក់ខ្សឹបទាំងញ័រដៃនៅពេលវិបុលសម្លឹងទៅឲ្យចំគេបានឃើញថានៅចន្លោះត្រចៀកទាំងពីររបស់ខ្លានោះមានស្នាមសាក់រូបយន្តបុរាណមួយផ្ទាំងដែលមើលទៅដូចជាត្រីគេដុតកម្ដៅបញ្ចុះទៅក្នុងស្បែកសាច់របស់វានេះមិនមែនជាខ្លាព្រៃធម្មតាទេតែវាគឺជាខ្លាធ្មប់ឬខ្លាសម្បកដែលជាព្រលឹងខ្មោចព្រៃឬគ្រូធ្មប់ប្រែក្រឡាខ្លួនដើម្បីយាមកាមទឹកដីរំពេចនោះខ្លានោះក៏ឈប់ងក់រួចក៏ផ្ងាយក្បាលឡើងលើបញ្ចឹងសម្រែកក្រហឹមយ៉ាងខ្លាំងវ៉ូសសំឡេងក្រហឹមនោះខ្លាំងរហូតដល់ធ្វើឲ្យដើមឈើជំវិញរង្គើនិងធ្វើឲ្យធារីខ្ទប់ត្រចៀកដួលទៅលើដីជួយផងធារីស្រែកដោយភាពភ័យខ្លាចអន្ខប់ សម្រែករបស់ធារីបានធ្វើឲ្យខ្លាធ្មប់នោះបាត់បង់ការអត់ធ្មត់វាស្ទុះសង្គ្រប់មកលើក្រុមពួកគេយ៉ាងលឿនដោយផ្លែបន្តវិបុលគ្មានជំរើសគេស្ទុះទៅទាញដំបងឈើដែលមានចងខ្សែអំបោះក្រហមពីអាស្រមមិញនេះមកគ្រវីការពារខ្លានោះបានត្រឹមតែប៉ាក់នឹងពន្លឺអរូបិយនៃខ្សែអំបោះក៏ត្រីខ្ទាតចេញទៅវិញហាក់ដូចជាត្រីភ្លើងឆេះ វាមិនទាន់ទៅណាទេមើលចុះសក្តិឆ្ងល់ទៅក្រោយដើមឈើខ្លានោះមិនបានរត់ចេញឡើយប៉ុន្តែរូបរាងរបស់វាចាប់ផ្ដើមប្រែប្រួលឆ្នូតខ្លាចាប់ផ្ដើមរលាបាត់សរសៃអូមវែងក៏ជ្រូតចេញរូតវាក៏ប្រែរូបរាងទៅជាបុរសចំណាស់ម្នាក់ដែលមានរាងកាយស្គមស្កាងស្បែកខ្មៅស្រួយនិងមានភ្នែកក្រហមដូចខ្លាមិញដដែលគាត់អង្គុយច្រហងលើមែកឈើហាក់ដូចជាកំពុងសើចចំអកឲ្យពួកគេពួកឯងមានរបស់ល្អជាប់ខ្លួនតើបុរសនោះនិយាយដោយសំឡេងស្អកសក់ប៉ុន្តែគ្រូឯងការពារបានតែខ្លួនទេមិនអាចការពារប្រលឹងបានឡើយនិយាយមិនទាន់ផុតពីមាត់ផងតារាដែលកំពុងដេកសន្លប់នៅលើខ្នងសាក់ស្រាប់តែប្រកាសយ៉ាងខ្លាំងរួចក៏ក្អួតឈិនមកសុទ្ធតែឈាមខ្មៅនិងសត្វល្អិតចម្លែកស្បែករបស់តារាចាប់ផ្ដើមប្រែជាខ្មៅជួមដូចជាត្រូវបណ្ដាសាអ្វីមួយយ៉ាងធ្ងន់ធ្ងរលោកតាសូមមេត្តាដកលែងមិត្តភក្តិខ្ញុំទៅពួកយើងគ្រាន់តែវង្វេងផ្លូវទេវិបុលលុតជង្គង់សំពះអង្វរ បុរសចំណាស់នោះសើចក្អាកក្អាយ
រួចចង្អុលទៅទិសខាងជើងបើងចង់ឲ្យវារស់ត្រូវទៅរកដើមជ្រៃសក្កាសិទ្ធនៅភ្នំខាងមុខបើទៅមិនតនថ្ងៃរះទេមិត្តភក្តិឯងនឹងក្លាយជាខ្មោចបម្រើរបស់អញជារៀងរហូត និយាយរួចរូបរាងបរោះនោះក៏រលីបាត់ទៅក្នុងអបបន្សល់ទុកតែសំឡេងសើចលួនលឺពេញព្រៃ បន្ទាប់ពីវិញ្ញាណខ្លាធ្មប់បានរលាយបាត់ទៅក្នុងអបក្រុមរបស់វិពុលគ្មានពេលសំបីទាំងដកដង្ហើមឲ្យស្រួលបួលស្ថានភាពរបស់តារាកាន់តែអាក្រក់ទៅដង្ហើមរបស់គេខ្សោយទៅចំណែកឯស្បែកដែលធ្លាត់តែសក៏ប្រែជាឡើងសរសៃខ្មៅខ្វាត់ខ្វែងពេញផ្ទៃមុខនិងដៃជើង យើងត្រូវតែប្រញាប់ទៅភ្នំខាងជឿនសាក់ឯងជួយគ្រីសតារាម្ខាងម្នាក់ជាមួយយើងធារីឯងកាន់ពិលនមុខវិបុលបញ្ជាទាំងប្រញាប់ប្រញាល់ ពួកគេធ្វើដំណើរឡើងតាមជម្រាលភ្នំដែលពោពេញទៅដោយថ្មមុតៗនិងបន្លាព្រៃយប់កាន់តែជ្រៅភាពត្រជាក់កាន់តែខ្លាំងរហូតដល់ដង្ហើមដែលដកចេញមកคล้ายជាផ្សែងបន្ទាប់ពីការធ្វើដំណើរយ៉ាងលំបាកអស់ជិត1ម៉ោងពួកគេក៏បានមកដល់កំពូលភ្នំតូចមួយនិងនៅចំកណ្ដាលកំពូលភ្នំនោះពួកគេបានឃើញដើមឈើដ៏ធំមហិមាមួយដែលខុសប្លែកពីដើមឈើទាំងឡាយក្នុងព្រៃនេះ វាគឺជាដើមជ្រៃសក្តិសិទ្ធិដែលមានម៉ែកធៀងប្រកបដោយបារមីចម្លែកត្រង់ថានៅជុំវិញដើមជ្រៃនេះគ្មានអបងងឹតឡើយហើយមានពន្លឺពណ៌មាសព្រើលៗភាយចេញពីស្លឹករបស់វាប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេបង្អឹងជើងគឺនៅជុំវិញដើមជ្រៃនោះមានរូបសំណាកថ្មបាក់បែកជាច្រើនដែលមើលទៅដូចជាមនុស្សឈរយាមកាម វិបុលមើលរូបសំណាកទាំងនោះចុះមុខមាត់ពួកគេដូចជាមនុស្សកំពុងឈឺចាប់ខ្លាំងណាស់ធារីខ្សឹបទាំងខ្លាចរអា កុំខ្វល់ពីរូបសំណាកអីយើងត្រូវដាក់តារានៅក្រោមគល់ជ្រៃនេះសិនវិបុលប្រាប់មិត្តភក្តិ នៅពេលពួកគេដាក់តារាចោះដល់ដីក្បែរឫសជ្រៃធំស្រាប់តែមានខ្យល់កន្ត្រាក់មួយបក់មួយយ៉ាងខ្លាំងសំឡេងស្លឹកជ្រៃរង្គើលាន់លឺដូចជាសំឡេងមនុស្សរាប់ពាន់នាក់កំពុងសូត្រមន្តរំពេចនោះរូបសំណាកថ្មមួយដែលនៅក្បែរនោះបំផុតក៏ចាប់ផ្ដើមកម្រើកភ្នែកយឺតៗរួចក៏បែរក្បាលមករកពួកគេ អ្នកណាហ៊ានមកបំពានទីសក្ការៈនៃមហាព្រៃសំឡេងក្រលួចដែលចេញពីមាត់រូបសំណាកថ្មធ្វើឲ្យគ្រប់គ្នាភ័យរន្ធត់ លោកម្ចាស់មិត្តភក្តិខ្ញុំត្រូវបណ្ដាសាខ្លាធ្មប់សូមលោកម្ចាស់មេត្តាជួយសង្គ្រោះជីវិតគេថងវិបុលលុតជង្គង់សំពះរួចលើកកណ្ដឹងបុរាណដែលរើសបានពីអាស្រមបង្ហាញទៅកាន់រូបសំណាកនោះ ខឿនកណ្ដឹងនោះភ្លាមរូបសំណាកថ្មដែលកំពុងកម្រាកក៏ឈប់ងក់រួចក៏ផ្លាស់ប្ដូរសំឡេងមកជាទន់ភ្លន់វិញកណ្ដឹងនេះគឺជាវត្ថុរបស់លោកតាអ៊ីសីកុំចាត់វិស័យបើអ្នកមានរបស់នេះមានន័យថាអ្នកត្រូវបានជ្រើសរើសប៉ុន្តែការព្យាបាលបណ្ដាសាខ្លាធ្មប់មិនមែនជារឿងងាយស្រួលទេអ្នកត្រូវតែធ្វើការលះបង់អ្វីតែលោកម្ចាស់ឲ្យតែតារារស់ខ្ញុំសុខចិត្តធ្វើគ្រប់យ៉ាងវិបុលឆ្លើយដោយចិត្តដាច់ខាត អ្នកត្រូវតែឡើងទៅលើចុងបំផុតនៃដើមជ្រៃនេះដើម្បីបែកផ្លែជ្រៃមាសដែលដុះនៅត្រង់ចំណុចខ្ពស់បំផុតប៉ុន្តែត្រូវចាំនៅលើនោះមិនមែនមានតែផ្លែឈើទេតែមានវិញ្ញាណអាបយាមផ្លែដែលចាំយាមកាមអ្នកដែលចង់លួចទ្រព្យស័ក្តិសិទ្ធិប្រសិនបើអ្នកបេះបានមុនមន់រងាវតារានឹងរស់តែបើមិនទាន់ទេអ្នកនឹងក្លាយជារូបសំណាកថ្មនៅទីនេះជារៀងរហូតដូចអ្នកមុនអញ្ចឹង វិបុលងើបមុខសម្លឹងមើលទៅលើចុងឈើដែលខ្ពស់ស្កឹមស្កៃចូលទៅក្នុងពពកខ្មៅគេដឹងថាជីវិតគេកំពុងស្ថិតលើសរសៃសក់ប៉ុន្តែគេមិនអាចទុកមិត្តភក្តិចោលបានឡើយ សាក់ធីរីមើលថៃតារាផងយើងនឹងឡើងទៅវិបោចាប់ដើមតោងឡើងទៅលើដើមជ្រៃធំនោះទាំងដែលសំឡេងសាច់របស់អាបចាប់ដើមបន្លឺឡើងពីខាងលើមែកឈើកាន់តែខ្លាំងទៅ ខណៈដែលវិពុលកំពុងតស៊ូឡើងទៅលើចុងដើមជ្រៃមហិមានៅខាងក្រោមគល់ឈើវិញសាក់និងធារីកំពុងស្ថិតនៅក្នុងស្ថានភាពតានតឹងបំផុតរូបសំណាកថ្មជុំវិញពួកគេចាប់ផ្ដើមបញ្ចេញសំឡេងធ្ងរតិចៗហាក់ដូចជាប្រលឹងដែលជាប់ឃុំក្នុងថ្មទាំងនោះចង់ប្រាប់អ្វីមួយយ៉ាងដល់ពួកគេតារាដែលដេកនៅក្បែរឫសឈើចាប់ផ្ដើមប្រកាច់ម្ដងទៀតប៉ុន្តែលើកនេះខ្លួនប្រាណរបស់គេចាប់ផ្ដើមឡើងរឹង វិបុលប្រញាប់ឡើងជើងតារាខ្លាយជាថ្មហើយ ធារីស្រែកទាំងទឹកភ្នែកប៉ុន្តែសម្រែករបស់នាងត្រូវបានកាត់ផ្តាច់ដោយសំឡេងតន្ត្រីបុរាណមួយដែលបន្លឺឡើងពីចម្ងាយ វាមិនមែនជាសំឡេងតន្ត្រីធម្មតាទេវាជាសំឡេងពិណពាទ្យដែលលេងក្នុងចង្វាក់យឺតគួរឲ្យព្រាក្បាលរំពេចនោះ
បន្លឺចន្លុះពណ៌ខៀវរាប់រយបានលេចឡើងនៅជុំវិញភ្នំក្រុមមនុស្សស្លៀកពាក់សដែលមានមុខមាត់ស្លៀកស្លាំងគ្មានប្រស្រីភ្នែកបានដាវដង្ហែគ្នាជាជួរទម្រង់មុខរកដើមជ្រៃស័ក្តិសិទ្ធិ សឹកដេមើលចុះតើពួកគេជាយ៉ាងណាធារីខ្សឹបទាំងញ័រខ្លួន នេះគឺជាពិធីសែនខ្មោចព្រៃស័ក្តិដោយឆ្លើយទាំងភ័យខ្លាចគេធ្លាប់អានក្នុងសៀវភៅបុរាណថារៀងរាល់យប់ថ្ងៃសិលវិញ្ញាណដែលយាមព្រៃតែងតែមកធ្វើពិធីសូត្រមន្តបួងសួងដល់ដើមជ្រៃដើម្បីសុំកម្លាំងធាតុ ក្រុមខ្មោចក្នុងឈុតសទាំងនោះមិនបានចាប់អារម្មណ៍នឹងស័ក្តិនិងធារីឡើយពួកគេចាប់ផ្ដើមអង្គុយជុំវិញដើមជ្រៃរួចដាក់តាំងសក្ការៈបូជាដែលមានដូចជាក្បាលសត្វព្រៃស្រស់ៗនិងផ្លែឈើព្រៃចម្លែកៗពួកគេចាប់ផ្ដើមសូត្រមន្តជាភាសាបុរាណដែលធ្វើឲ្យខ្យល់អាកាសជុំវិញនោះប្រែជាធ្ងន់និងពិបាកដកដង្ហើម ចំណែកឯវិបុលដែលកំពុងនៅជិតចុងឈើគេស្រាប់តែមានអារម្មណ៍ថាម៉ែឈើដែលគេកំពុងតោងលូកប្រែជាមានជាតិរំអិលដូចជាឈាមពេលគេងើបមុខឡើងគេបានឃើញក្បាលអាបមួយមានសរសៃពួរយីងយងនិងមានពន្លឺភ្លើងភាជិនពីមាត់ហោះឆ្វែចុះឡើងនៅជុំវិញផ្លែជ្រៃមាស អ្នកណាមកលួចវត្ថុទិព្វសំលេងអាបនោះស្រែកកំហោះមុននឹងហោះមកសម្ដៅរកវិបុលស្ទើរតែរបូតដៃធ្លាក់បន្តែគេនឹកឃើញដល់កណ្ដឹងបុរាណដែលចងនៅចង្កេះគេប្រញាប់ដកវាឡើងមកអង្រួនក្មឹងសំលេងកណ្ដឹងបានបង្កើតជាមុនការពារធ្វើឲ្យអាបនោះមិនហ៊ានចូលចិត្តប៉ុន្តែវាក៏មិនថយក្រោយដែរវាបានប្រើសរសៃពួររបស់វាព័ទ្ធជុំវិញម៉ែឈើរួចរលាកម៉ែនោះយ៉ាងខ្លាំងដើម្បីឲ្យវិបុលធ្លាក់ ជួយផងវិពលស្រែកក្នុងចិត្តដៃម្ខាងតោងមែកឈើយ៉ាងណែនដៃម្ខាងទៀតព្យាយាមឈោងទៅបេះផ្លែជ្រៃមាសដែលនៅខ្ពស់ជាងក្បាលបន្តិច នៅខាងក្រោមក្រុមខ្មោចសដែលកំពុងធ្វើពិធីសែនស្រាប់តែឈប់សូត្រមន្តរួចងើបមុខសម្លឹងមុខលើចុងឈើព្រមគ្នាភ្នែករបស់ពួកគេប្រែជាក្រហមឆេះមេដឹកនាំក្រុមខ្មោចនោះបានលើកដៃចង្អោរមុខលើវិបុលរួចបញ្ជាដោយសំឡេងក្រហមសម្លាប់វាកុំឲ្យវាប៉ះពាល់ផ្លែទើប ខ្មោចសារ៉ាប់ស៊ុបញាក់ចាប់ផ្ដើមតោងឡើងលើដើមជ្រៃដោយធាសัตว์ល្អិតពួកគេឡើងមកយ៉ាងលឿនសំដៅមករកវិបុលសាក់ឃើញសភាពមិនស្រួលគេក៏សម្រេចចិត្តយកកាមេរ៉ារបស់គេមកបើក flash បាញ់ទៅលើពួកខ្មោចទាំងនោះពន្លឺភ្លេកបន្តចេញពីកាមេរ៉ាបានធ្វើឲ្យខ្មោចដែលខ្លាចពន្លឺទាំងនោះផ្អាកសកម្មភាពមួយភ្លែត វិបុលលឿនឡើងពួកវាឡើងទៅដល់ហើយ សាក់ស្រែកប្រាប់មិត្តភក្តិ វិបុលប្រើកម្លាំងចុងក្រោយលោតទៅចាប់មែកឈើដែលខ្ពស់បំផុតរួចបេះបានផ្លែជ្រៃមីវមួយមកកាន់ក្នុងដៃរំពេចនោះផ្លែឈើនោះបានបញ្ចេញពន្លឺភ្លឺជីងចាតពេញព្រៃធ្វើឲ្យអាបយាមផ្លែនិងក្រុមខ្មោចសោះស្រែកធ្ងរយ៉ាងឈឺចាប់រួចក៏រលាបាត់ទៅក្នុងភាពងងឹតប៉ុន្តែភាពជោគជ័យមិនទាន់បញ្ចប់នៅឡើយទេនៅពេលវិបុលងាកមើលមកក្រោមគេឃើញថារូបរាងរបស់តារាបានคล้ายជាថ្មជិតបលកហើយចំណែកឯមេឃចាប់ផ្ដើមលេចចេញពណ៌សព្រាវៗនៃថ្ងៃជិតរះ ពន្លឺពណ៌មាសដែលភាចេញពីផ្លែជ្រៃមាសនៅក្នុងដៃវិបុលប្រៀបដូចជាការកាត់ផ្ដាច់ចំណងនៃមន្តខ្មៅងងឹតដែលគ្របដណ្ដប់លើកំពូលភ្នំវិបុលប្រញាប់ស្លុតចុះពីលើដើមឈើយ៉ាងលឿនទោះបីជាមេឈើមុតឆ្កូតដៃជើងយ៉ាងណាក៏គេមិនខ្វល់ដែរនៅខាងក្រោមស្ថានភាពរបស់តារាកាន់តែដង្ហក់ខ្លាំងខ្លួនប្រាណដែលคล้ายជាថ្មនោះបានឡើងមកដល់ទ្រូងហើយសល់តែត្រឹមបំពង់កបណ្ណត់គេនឹងត្រូវคล้ายជារូបសំណាកថ្មជារៀងរហូត វិបុលលឿនឡើងថៃចងរះហើយ សក្តាយស្រែកហៅទាំងបារម្ភខណៈដែលពន្លឺព្រលឹមស្រាងចាប់ដើមលេចចេញនៅជើងមេឃខាងកើត វិបុលលោតចុះពីមែកឈើចុងត្រយមកដល់ដីរួចស្ទុះទៅរកតារាតាមសម្ដីលោកតាអេសីក្នុងអាស្រមដែលធ្លាប់ផ្ដាំវិបុលបានយកផ្លែជ្រៃមាសមកញីបញ្ចូលគ្នារួចច្របាច់យកទឹកពណ៌មាសនោះបន្តក់ចូលទៅក្នុងមាត់តារារំពេចនោះផ្សែងពណ៌ខ្មៅអាក្រក់មួយបានភាចេញពីមាត់តារារួមជាមួយសម្ដែកធ្ងរយ៉ាងឈឺចាប់ដែលលឺចេញពីក្នុងខ្លួនគេថ្មដែលរុំព័ទ្ធខ្លួនតារាចាប់ផ្ដើមប្រេះបែកស្រកិចស្រគត់រហូតដល់រាងកាយគេប្រែជាទន់ភ្លន់ដូចមនុស្សធម្មតាវិញ តារាដកដង្ហើមវែងរួចបើកភ្នែកឡើងយើងនៅឯណាយើងសុវត្ថិភាពហើយតារាធារីយំអោបមិនភាក់ដោយក្តីរំភើបប៉ុន្តែក្តីសប្បាយរីករាយនោះមានរយៈពេលត្រឹមតែមួយខណៈប៉ុណ្ណោះ
នៅពេលដែលពួកគេរៀបនឹងចាកចេញពីគល់ជ្រៃស័ក្តិសិទ្ធិស្រាប់តែខ្យល់អាកាសជុំវិញនោះប្រែជាស្ងាត់ជ្រងំស្ងាត់រហូតដល់សម្បីតែសំឡេងសត្វល្អិតក៏បាត់អស់ពន្លឺព្រះអាទិត្យដែលគួរតែរះឡើងបែរជាត្រូវពពកខ្មៅងងឹតបិទបាំងចិត្តឈឹងម្ដងទៀត ពួកឯងគិតថាយករបស់ពីដីអាំងទៅបានងាយៗមែនណា សំឡេងនោះមិនមែនឮចេញពីមាត់នរណាម្នាក់ទេប៉ុន្តែវាបន្លឺឡើងក្នុងខួរក្បាលរបស់ពួកគេម្នាក់ៗរំពេចនោះពួកគេបានឃើញបាតុភូតដ៏គួរឲ្យខ្លាចមួយស្រមោលរបស់ពួកគេម្នាក់ៗដែលដេកលើនៅដីស្រាប់តែដាច់ចេញពីជើងរបស់ពួកគេស្រមោលទាំង4បានក្រោកឈរឡើងរួចខ្លាយជាសន្តានរូបរាងខ្មៅងងឹតដែលគ្មានមុខមាត់គ្មានរូបរាងពិតប្រាកដប៉ុន្តែមានកម្លាំងវិញ្ញាណយ៉ាងមហិមា នេះគឺជាស្រមោលគ្មានរូបដែលជាវិញ្ញាណយាមកាមជាន់ខ្ពស់នៃព្រៃភ្នំពួកវាគឺជាផ្នែកងងឹតដែលកើតចេញពីចិត្តខ្លាចនិងកំហុសក្នុងចិត្តរបស់មនុស្សម្នាក់ៗ វិបុលស្រមោលយើងវាកំពុងដើរមករស់យើងសកៈបញ្ចាំងពិលទៅរកស្រមោលរបស់ខ្លួនឯងប៉ុន្តែពន្លឺពិលបានត្រឹមតែចាំងឆ្លងកាត់ពួកវាដូចជាឆ្លងកាត់ខ្យល់អាកាស ស្រមោលទាំងនោះចាប់ដើមវាយពិហារស្រមោលរបស់វិពុលបានស្ទុះមកច្របាច់កវិពុលខណៈដែលស្រមោលដទៃទៀតព្យាយាមអូសអ្នកដែលសល់ចូលទៅក្នុងទឹកដីងងឹតពួកគេព្យាយាមវាយតបតប៉ុន្តែមិនអាចប៉ះពាល់ពួកវាបានឡើយព្រោះពួកវាគ្មានរូបរាងជាសាច់ឈាម គុំប្រើកម្លាំងបាយវិបុលស្រែកទាំងត្រដោកខ្យល់ប្រើចិត្តគុំខ្លាចវាពួកវាគឺជាស្រមោលដែលកើតចេញពីការភ័យខ្លាចរបស់យើង វិបុលបិទភ្នែករួចតាំងចិត្តឲ្យស្ងប់គេនឹកដល់ពន្លឺនៃផ្លែជ្រៃមាសនិងសេចក្តីល្អដែលគេបានធ្វើដើម្បីជួយមិត្តភក្តិនៅពេលចិត្តរបស់គេឡើងមានភាពភ័យខ្លាចស្រមោលខ្មៅដែលកំពុងច្របាច់កគេក៏ចាប់ផ្ដើមប្រែជាខ្សោយនិងតូចទៅតូច អ្នកផ្សេងទៀតឃើញដូចនោះក៏ព្យាយាមធ្វើតាមពួកគេឈប់រើបំរាស់ឈប់ស្រែកយំហើយតាំងចិត្តប្រឈមមុខនឹងភាពងងឹតក្នុងចិត្តខ្លួនឯងរំពេចនោះស្រមោលគ្មានរូបទាំងនោះក៏រលាយបាត់ទៅក្នុងដីវិញពពកខ្មៅលឺមេឃក៏រលាយបាត់ហើយពន្លឺព្រះអាទិត្យពិតប្រាកដក៏បាំងជះមកចំកណ្ដាលព្រៃ ប៉ុន្តែនៅពេលពួកគេងាកមើលជុំវិញខ្លួនម្ដងទៀតពួកគេស្រាប់តែឃើញថាពួកគេមិនមែននៅលើកំពូលភ្នំទេតែពួកគេកំពុងឈរនៅកណ្ដាលវាលភ្នោស័ព្ទចាស់មួយដែលមានបាក់បែកខ្ទេចខ្ទីហើយនៅពីមុខពួកគេគឺជាទឹកធ្លាក់ដ៏ធំមួយដែលទឹកហូរចុះមកមានពណ៌ក្រហមដូចឈាម ពន្លឺព្រះអាទិត្យដែលជះមកចំកណ្ដាលព្រៃមិនបាននាំមកនូវភាពកក់ក្ដៅឡើយប៉ុន្តែវាបែរជាបង្ហាញនូវភាពរន្ធត់ដែលមិនធ្លាប់ឃើញពីមុនមកនៅពេលដែលវិបុលនិងមិត្តភក្តិងើបមកឡើងពួកគេមិនមែនស្ថិតនៅលើកំពូលភ្នំដែលមានដើមជ្រៃស័ក្តិសិទ្ធិទៀតទេប៉ុន្តែពួកគេកំពុងឈរនៅកណ្ដាលវាលភ្នោខ្មោចបោះបង់ចោលមួយដែលមានដុះពេញដោយដើមរាំងនិងវ៉លិតរំពាត់ចិត្តឈឹងខុស នេះមិនមែនជាកន្លែងដែលយើងនោមមិញទេតើដើមជ្រៃមហិមានោះបាត់ទៅណាធារីស្រ័យតាំងស្លន់ស្លោភ្នែកនាងសម្លឹងមើលទៅដំបូលខ្មោចរាប់សិបដែលនៅជុំវិញខ្លួន វិបុលសម្លឹងមើលខ្នោដៃរបស់ខ្លួនផ្លែជ្រៃមាសដែលគេធ្លាប់កាន់បែរជាប្រែទៅជាលលាដាលក្បាលមនុស្សតូចមួយដែលមានពណ៌លឿងស្រអាប់គេក្រវាត់វាចោលភ្លាមទាំងភាពខ្ពើមរអាមមុនអាគមបំបាំងភ្នែកអ្វីដែលយើងបានឃើញកាលពីយប់មិញគឺជារូបភាពបំផន់ភ្នែកដែលវិញ្ញាណខ្មោចព្រៃបង្កើតឡើងដើម្បីបោកយើង រំពេចនោះខ្យល់គួចមួយបានបកមកយ៉ាងខ្លាំងនាំមកនៅធូលីដីពណ៌សស្លេកស្រមោលរបស់យុវជនទាំង4ដែលដេកនៅលើដីចាប់ផ្ដើមមានចលនាខុសពីម្ចាស់ស្រមោលរបស់សាក់បានក្រោកឈរឡើងរួចលូកដីមកច្របាច់កសាក់ពិតៗសាក់ព្យាយាមរើបំរាស់ប៉ុន្តែដៃស្រមោលនោះដូចជាដៃថែបដែលមើលមិនឃើញ វិបុលស្រមោលខ្ញុំវាកំពុងសម្លាប់ខ្ញុំសកនិយាយទាំងត្រដោកខ្យល់ នេះគឺជាស្រមោលគ្មានរូបឬក្នុងភាសាមុនអាគមហៅថាព្រាយរូបបាំងពួកវាគឺជាវិញ្ញាណដែលគ្មានរូបរាងពិតប្រាកដប៉ុន្តែវាស៊ីកម្លាំងធាតុនិងការភ័យខ្លាចរបស់មនុស្សជាអាហារកាលណាញាក់កាន់តែភ័យស្រមោលនោះកាន់តែមានអំណាច វិបុលដឹងថាការប្រើកម្លាំងបាយមិនអាចជួយអ្វីបានទេគេប្រញាប់ដកកណ្ដឹងបុរាណចេញមកប៉ុន្តែលើកនេះកណ្ដឹងមិនបញ្ចេញសំឡេងឡើយទោះជាគេអង្រួនខ្លាំងប៉ុណ្ណាក៏ដោយកណ្ដឹងនេះប្រើមិនកើតទេនៅក្នុងវាលភ្នោវាលនេះមានអំណាចខ្មៅងងឹតខ្លាំងពេក ធារីដារ៉ាគំរត់មកអង្គុយជុំគ្នាវិបុលស្រែកបញ្ជាព
ពួកគេទាំង4នាក់អង្គុយទល់ខ្នងគ្នាជារង្វង់ស្រមោលខ្មៅទាំង4បានដាវកលឹងជុំវិញពួកគេយឺតហាក់ដូចជាសត្វសាហាវកំពុងចាំឱកាសល្អ ស្រាប់តែស្រមោលមួយក្នុងចំណោមនោះបានប្រែក្រឡាខ្លួនជាមនុស្សដែលពួកគេស្គាល់វាបានប្រែជាសន្តានម្ដាយរបស់ធារីដែលកំពុងយំខ្សឹកខ្សួរនិងហៅឈ្មោះនាងឲ្យដើរចូលទៅក្នុងព្រៃក្រាស់ ធារីកុំស្ដាប់វានោះមិនមែនជាម្ដាយឯងទេវិបុលទាញដៃធារីដែលបំរុងនឹងក្រោកឈរភាពតានតឹងបានឈានដល់កម្រិតកំពូលនៅពេលដែលដីនៅក្រោមជើងរបស់ពួកគេចាប់ផ្ដើមស្រុតចុះឆ្អឹងខ្មោចនិងសាកសពដែលមិនទាន់រលួយអស់បានលេចចេញពីក្នុងដីព្យាយាមចាប់អូសជើងពួកគេចុះទៅក្រោមស្រមោលគីមានរូបទាំងនោះចាប់ផ្ដើមសាច់កក់ក្អឹកសំឡេងសាច់របស់ពួកគេដូចជាសំឡេងដែលឆ្កូតនឹងថ្ម យើងត្រូវប្រើភ្លើងពួកវាជាស្រមោលពួកវាคล้ายពន្លឺខ្លាំងវិបុលនឹកឃើញភ្លាមគេប្រញាប់ដកដៃកេះរួចដុតអាវក្រៅរបស់គេដែលប្រឡាក់ដោយចកៅស៊ូឈើ ពន្លឺភ្លើងបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅនៅពេលដែលពន្លឺភ្លើងចេះទៅប៉ះនឹងស្រមោលខ្មៅទាំងនោះពួកវាស្រែកធ្ងរយ៉ាងខ្លាំងរួចក៏រលីបាត់ទៅក្នុងដីវិញដីដែលកំពុងស្រុតក៏ឈប់ហើយបរិយាកាសក៏ត្រឡប់មកជាស្ងប់ស្ងាត់វិញប៉ុន្តែមានតែសម្រែកសត្វយំពីចម្ងាយ ទោះបីជាពួកគេរត់ជីវិតពីស្រមោលគ្មានរូបមែនប៉ុន្តែនៅពេលដែលផ្សែងភ្លើងរលាយបាត់ទៅពួកគេបានឃើញថាពួកគេកំពុងឈរនៅមាត់ជ្រោះដ៏ខ្ពស់មួយនៅខាងក្រោមជ្រោះនោះគឺជាទឹកធាក់ដ៏ធំមហិមាដែលទឹកហូរចុះមកមានពណ៌ក្រហមឆ្អោរដូចឈាមស្រស់និងមានក្លិនឆ្អាបហេរឡើងមកដល់លើ នៅចំពោះមុខយុវជនទាំង4នាក់គឺជារូបភាពដ៏គួរឲ្យរន្ធត់ដែលមិនអាចពណ៌នាបានទឹកធ្លាក់ដ៏ខ្ពស់ត្រដែតដែលធ្លាក់ចុះពីលើកំពូលភ្នំថ្មដុះស្លែមិនមែនមានពណ៌សដូចទឹកធម្មតានោះទេប៉ុន្តែវាមានពណ៌ក្រហមឆ្អៅដូចជាឈាមស្រស់ៗដែលហូរចេញពីរបួសយ៉ាក់ក្លិនឆ្អាបភាយឡើងមកតាមខ្យល់ធ្វើឲ្យធារីនិងតារាចង់អោចង់ក្អួតខណៈដែលសំឡេងទឹកធ្លាក់លត់ឮដូចជាសម្រែកធ្ងររបស់វិញ្ញាណរាប់ពាន់នាក់ វិពុលនៅជាទឹកឈាមមែនទេសាក់ដាក់សួរទាំងសំឡេងញ័រទៅត្រឹកដៃរបស់គេដែលកាន់កាមេរ៉ាចាប់ដើមបែកញើសជោគវាមិនមែនជាឈាមប៉ាត់ទេវាគឺជាមន្តអាគមខ្មៅងងឹតដែលគ្របដណ្ដប់លើប្រភពទឹកនេះវិបុលឆ្លើយទាំងទឹកមុខមមប៉ុន្តែក្នុងចិត្តរបស់គេកំពុងបារម្ភយ៉ាងខ្លាំងទឹកធ្លាក់មរណៈនេះគឺជាកន្លែងដែលគេជឿថាជាមាត់ច្រោះរវាងពិភពមនុស្សនិងពិភពអមនុស្ស មិនទាន់នឹងនិយាយចប់ផងស្រាប់តែផ្ទៃទឹកពណ៌ក្រហមនៅខាងក្រោមចាប់ផ្ដើមបកយ៉ាងខ្លាំងរលកទឹកបានហក់ឡើងខ្ពស់រួចក៏លេចចេញជារូបរាងស្ត្រីម្នាក់ដែលមានសក់វែងអន្លាយអណ្ដាតលើទឹកស្បែករបស់នាងសោះស្លៀកដូចក្រដាសហើយនាងស្លៀកសម្លៀកបំពាក់បុរាណដាច់ដោយនាងឈរលើផ្ទៃទឹកឈាមនោះដោយមិនលេចឡើយរួចសម្លឹងមកពួកគេដោយភ្នែកពណ៌សោះសុទ្ធ អ្នកដែលមកដល់ទីនេះគ្មានអ្នកណាម្នាក់បានត្រឡប់ទៅវិញដោយមានជីវិតឡើយនាងពោលដោយសំឡេងត្រជាក់ស្រែបដែលធ្វើឲ្យខ្យល់អាកាសជុំវិញនោះកកឈាមរំពេចនោះដៃរាប់រយដែលធ្វើពីទឹកពណ៌ក្រហមបានលេចចេញពីមាត់ជ្រោះរួចចាប់ទាញជើងរបស់ពួកគេទាំង4នាក់យ៉ាងលឿនជួយផងធារីស្រែកខ្លាំងនៅពេលដែលដៃទឹកនោះអូសនាងទៅរកមាត់ជ្រោះវិបុលប្រញាប់ដកកំបិតព្រៃដែលសូត្រមន្តមកកាប់ដាច់ដៃទឹកទាំងនោះប៉ុន្តែពួកវាដូចជាទឹកអញ្ចឹងកាប់ដាច់ហើយក៏រលាយចូលគ្នាវិញភ្លាមស្ថានភាពកាន់តែអាសន្នតារានិងសាក់ក៏ត្រូវទឹកនោះរុំព័ទ្ធជិតដល់ចង្កេះទៅហើយវិបុលប្រើកណ្ដឹងប្រញាប់ឡើងសាក់ដីស្រែកប្រាប់មិត្តភក្តិ វិបុលដកកណ្ដឹងបុរាណចេញមកម្ដងទៀតប៉ុន្តែលើកនេះគេមិនត្រឹមតែអង្រួននោះទេគេបានយកកាំបិតមកអាបាត់ដៃខ្លួនឯងបន្តិចរួចបន្តក់ឈាមចុះលើកណ្ដឹងនោះនេះគឺជាឈាមមនុស្សរស់បូជាដល់បារមីកណ្ដឹងទឹកសូមជួយបើកផ្លូវមរណៈនេះផងសំឡេងកណ្ដឹងលើកនេះលន់ឮខុសពីធម្មតាវាបញ្ចេញរលកសំឡេងជាពណ៌មាសរុញច្រានទឹកពណ៌ក្រហមអត់ខ្ទាតចេញពីខ្លួនពួកគេស្ត្រីដែលឈរលើទឹកស្រែកធ្ងរយ៉ាងឈឺចាប់រូបរាងរបស់នាងចាប់ផ្ដើមរលាយបន្តិចម្ដងប៉ុន្តែមុននឹងនាងរលាយបាត់នាងបានសើចយ៉ាងគួរឲ្យខ្លាចអ្នកឯងអាចឆ្លងផុតអញតែអ្នកឯងមិនអាចឆ្លងផុតសេចក្តីស្រេកឃ្លានរបស់ព្រៃនេះបានទេ នៅពេលទឹកពណ៌ក្រហមស្រាកចុះពួកគេក៏ឃើញធ្លើថ្មទូតមួយដែលលះខ្លួននៅពីក្រោយទឹកធ្លាក់ពួកគេគ្មានជម្រើសក៏នាំគ្នារត់ចូលតាមផ្លូវនោះនៅខាងក្នុងគឺជាលអាងភ្នំដ៏ធំ
ដែលមានទឹកហូរថ្លាឆ្វេងខុសដាច់ពីខាងក្រៅ ប៉ុន្តែអ្វីដែលពួកគេបានឃើញនៅក្នុងល្អាងនោះធ្វើឲ្យពួកគេភ័យរន្ធត់ជាងទឹកធ្លាក់ឈាមទៅទៀតនៅក្នុងល្អាងនោះមានឆ្អឹងមនុស្សរាប់ពាន់នាក់ក៏ដង្គមលើគ្នាដូចជាភ្នំហើយនៅលើជញ្ជាំងល្អាងមានសរសេរអក្សរឈាមថាអ្នកដែលចូលមកដល់ទីនេះត្រូវតែលាក់បង់សមាជិកម្នាក់ដើម្បីឲ្យអ្នកផ្សេងទៀតបានចេញទៅវិញ រំពេចនោះតារាដែលទើបតែដឹងខ្លួនពីគ្រោះថ្នាក់មុនស្រាប់តែមានអាការៈចម្លែកគេចាប់ផ្ដើមសើចម្នាក់ឯងរួចទាញកំបិតពីដៃលីបុលមកភ្ជុំខ្លួនឯង តារាអញធ្វើអីហ្នឹងវិបុលស្ទុះទៅខ្វះ គេចង់បានម្នាក់បើគ្មានម្នាក់ស្លាប់ទេពួកយើងនឹងវង្វេងក្នុងល្អាងឆ្អឹងនេះរហូតតារានិយាយដៃសំឡេងដៃមិនមែនជាសំឡេងរបស់គេ បរិយាកាសនៅក្នុងល្អាងភ្នំដែលពោពេញទៅដោយឆ្អឹងមនុស្សមរណៈប្រែជាត្រជាក់ស្រេបដល់ឆ្អឹងខ្នងតារាឈើញ័រទៅត្រឹកដៃកាន់កំបិតភ្ជុំខ្លួនឯងយ៉ាងណែនកែវភ្នែករបស់គេឡើងក្រហមងាំងហាក់ដូចជាមានវិញ្ញាណអាក្រក់កំពុងបញ្ជាពីខាងក្នុង តារាទម្លាក់កំបិតចុះនេះមិនមែនជាឯងទេវិបុលស្រែកទាំងព្យាយាមដើរចូលទៅជិតយឺតដៃទាំងពីរលើកឡើងដើម្បីបង្ហាញថាគេគ្មានបំណងធ្វើបាបមិត្តភក្តិឡើយ គុំចូលមកតារាស្រែកតបវិញដោយសំឡេងស្អកសក់ព្រៃនេះវាស្រែកឃ្លានវាប្រាប់ខ្ញុំថាបើខ្ញុំមិនស្លាប់ទេអ្នកទាំងអស់គ្នានឹងត្រូវស្លាប់នៅទីនេះជាមួយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឈឺចាប់ដោយសារខ្ញុំទៀតទេ ឈប់សិនតារាវិបុលផ្អាកដំណើរឯងដឹងទេថាហេតុអីបានជាយើងធ្លាក់ក្នុងស្ថានភាពបែបនេះគឺដោយសារមាត់របស់យើងតាំងពីយើងជន់ជើងចូលព្រៃនេះភ្លាមពួកយើងបាននិយាយពាក្យមិនគួរសមពួកយើងបានប្រមាថម្ចាស់ទឹកម្ចាស់ដីនិងបានហៅឈ្មោះគ្នាលេងសើចកណ្ដាលអាធ្រាត្រ តាមជំនឿបុរាណការចូលព្រៃត្រូវមានសម្ដីតំការហៅឈ្មោះពិតរបស់គ្នាការនិយាយបញ្ចុះបន្សោកឬការសន្យាផ្ដេសផ្ដាសសុទ្ធតែជាការបោកព្រៅឲ្យខ្មោចព្រៃអាចចូលមកគ្រប់គ្រងព្រលឹងបាន រំពេចនោះស្រមោលខ្មៅៗជាច្រើនចាប់ផ្ដើមលេចចេញពីចន្លោះឈឹងសាកសពពួកវាហក់ឆ្វែជុំវិញតារារួចខ្សឹបដាក់ត្រចៀកគេឥតឈប់ឈរសម្រាប់ខ្លួនទៅដើម្បីមិត្តភក្តិឯង ស្ដាប់យើងតារាវិបុលនិយាយដោយសំឡេងមើងម៉ាត់ចាប់ពីពេលនេះទៅគ្រប់គ្នាត្រូវបិទមាត់ឲ្យចិត្តទោះឃើញអ្វីឬអ្វីឬមាននរណាហៅឈ្មោះក៏ហាមឆ្លើយតបដាច់ខាតសូម្បីតែដឹងហាមក៏ត្រូវដកឲ្យស្ងប់បំផុតភាពស្ងប់ស្ងាត់គឺជាអាវុធតែមួយគត់ដែលខ្មោចព្រៃខ្លាច វិបុលស្ទុះទៅចាប់កាត់ដៃតារារួចដណ្ដើមកំបិតបោះចោលគេយកអំបោះក្រហមដែលនៅសេសសល់មួយចង់បិទមាត់តារានិងឲ្យសញ្ញាទៅសាក់និងធារីឲ្យធ្វើតាមគ្រប់គ្នាត្រូវនៅស្ងៀមស្ងាត់ដូចរូបសំណាក នៅក្នុងភាពស្ងប់ស្ងាត់នោះពួកវិញ្ញាណអាក្រក់ចាប់ផ្ដើមខឹងសម្បាពួកវាប្រែក្រឡាជារូបភាពបន្លាចផ្សេងខ្លះមកសើចកក់ខឹកក្បែរត្រចៀកខ្លះមកយំខ្សឹកសួលខ្លះទៀតប្រែក្រឡាជាសត្វអស្រពិសវារកកាត់ជាងពួកគេធារីភ័យខ្លាំងរហូតដល់ចង់ស្រែកប៉ុន្តែនាងស្ទប់មាត់ជាប់មិនឲ្យសំឡេងសូម្បីតែបន្តិចចេញមកក្រៅ ពួកគេចាប់ដើមដើរកាត់គំនរឆ្អឹងសម្ដៅទៅរកពន្លឺតូចមួយនៅចុងល្អាងរាល់ជំហានដែលពួកគេជន់លើឆ្អឹងលន់លឺសំឡេងក្រឹកប៉ុន្តែគ្មាននរណាម្នាក់ហើបមាត់និយាយអ្វីទាំងបោះ រំពេចនោះសំឡេងមួយដែលពួកគេស្គាល់ច្បាស់បានបន្លឺឡើងពីខាងក្រោយកូនអើយជួយម៉ែផងម៉ែត្រជាក់ណាស់គឺពិតជាសំឡេងម្ដាយរបស់វិបុលមែនវិបុលញ័រខ្លួនទៅត្រឹកទឹកភ្នែកហូរស្រក់ចុះមកប៉ុន្តែគេនឹកឃើញដល់ពាក្យខ្លួនឯងសំដីតំគេដឹងច្បាស់ថាម្ដាយគេមិនអាចមកនៅទីនេះបានទេវាគឺជាការលុបពួងចុងក្រោយរបស់ស្ដេចខ្មៅព្រៃ វិបុលមិនងាកក្រោយគេបន្តដឹកដៃមិត្តភក្តិដើរទៅមុខយ៉ាងមាំទាំនៅពេលពួកគេឈានជើងចេញពីមាត់ល្អាងផុតស្រាប់តែមានសម្លេងផ្ទុះយ៉ាងខ្លាំងដាំងរួយគ្រប់យ៉ាងក៏ប្រែជាស្ងប់ស្ងាត់ពួកវិញ្ញាណអាក្រក់មិនអាចចេញពីល្អាងមរណៈនោះបានឡើយព្រោះពួកគេមិនអាចរកពាក្យសម្ដីណាមួយមកធ្វើជាចំណងអូសទាញអ្នកទាំង4បានទៀតប៉ុន្តែនៅពេលពួកគេចេញមកដល់ខាងក្រៅពួកគេមិនមែនជួបព្រៃឈើធម្មតាទេពួកគេបានមកដល់ទីសក្ការៈរូបសំណាកបាក់បែកដែលមានរូបចម្លាក់មនុស្សបុរាណរាប់រយឈរតម្រៀបគៀជារង្វង់និងមានគ្រោងឆាំងសត្វធំដែលមើលទៅដូចជា dinosaur
ឬសត្វក្នុងទេវកថា បន្លឺព្រះអាទិត្យដែលជះមកលើវាលរហូតស្ថានខាងក្រៅលអាងមិនបានធ្វើឲ្យយុវជនទាំង4មានអារម្មណ៍កក់ក្ដៅឡើយនៅពីមុខពួកគេគឺជាទស្សនវិជ្ជាដ៏អស្ចារ្យផងនិងគួរឲ្យខ្លាចក្រអាផងវាគឺជាទីធ្លាធំល្វឹងល្វើយមួយដែលពោពេញទៅដោយរូបសំណាកថ្មបាក់បែករាប់រយរូបសំណាកទាំងនោះខ្លះមានរូបរាងជាអ្នកចម្បាំងបុរាណកាន់អាវុធខ្លះជារូបស្ត្រីក្នុងសម្លៀកបំពាក់របាំដែលកំពុងរារ៉ាំប៉ុន្តែអ្វីដែលចម្លែកបំផុតនោះគឺទឹកមុខរបស់រូបសំណាកនីមួយៗមើលទៅដូចជាមានវិញ្ញាណឈឺចាប់នៅខាងក្នុងខណៈដែលភ្នែកថ្មរបស់ពួកគេហាក់ដូចជាកំពុងសម្លឹងតាមគ្រប់ជំហានអ្នកទាំង4 វិបុលមើលរូបសំណាកនោះចុះហេតុអីបានជាវាមានស្នាមទឹកភ្នែកហូរចេញមកធារីខ្សឹបសួរទាំងភាពភ័យខ្លាចខណៈនាងដារកាត់រូបចម្លាក់ស្ត្រីម្នាក់ដែលបាក់ដៃមកខាង កុំប៉ះពាល់អ្វីទាំងអស់វិពុលប្រមានខ្លាំងកន្លែងនេះគឺជាទីឈប់សម្រាកនៃព្រលឹងដែលត្រូវបណ្ដាសារូបសំណាកទាំងនេះពីមុនប្រហែលជាមនុស្សដូចជាយើងអញ្ចឹងប៉ុន្តែពួកគេប្រហែលជាបានធ្វើអ្វីខុសឬប៉ះពាល់វត្ថុត្រណាមទើបត្រូវប្រែជាថ្មជារៀងរហូត ក្នុងខណៈដែលពួកគេកំពុងព្យាយាមដាវកាត់វារូបសំណាកនោះសាក់ដែលជាអ្នកថតរូបបានក្រឡេកឃើញវត្ថុមួយយ៉ាងភ្លឺចែងចាំងនៅលើបន្លំងថ្មបាក់3មួយនៅកណ្ដាលរង្វង់វាគឺជាត្បូងពណ៌ខៀវដ៏ធំមួយដែលដាំនៅលើរូបសំណាកព្រះសៀក្បាលរបស់អាទិទេពអង្គម្ដាយ ដោយសារតែភាពចង់ដឹងនិងការគិតថាវាអាចជាវត្ថុមានតម្លៃឬជាផ្លៃចេនសក្តាបានដើរទៅចិត្តរួចលើកដៃទៅប៉ះត្បូងមកបន្តិចរំពេចនោះសំឡេងផ្ទុះយ៉ាងខ្លាំងបានបន្លឺឡើងពេញទីធ្លាដីចាប់ផ្ដើមរុនជួយ ដូចជាមានគ្រក់រុនជួយដីកម្រិតធ្ងន់រូបសំណាកដែលធ្លាប់តែឈរស្ងៀមចាប់ផ្ដើមគ្រវីក្បាលនិងរង្គើខ្លួនយឺតសំឡេងថ្មប៉ាក់គ្នាក្រត់បន្លឺឡើងគួរឲ្យព្រឺក្បាល សាក់ឯងធ្វើស្អីនឹងវិពុលស្រែកទាំងខំ ក្រុមគ្រាន់តែចង់មើលវាសាក់និយាយមិនទាន់ផុតពីមាត់ផងរូបសំណាកដែលចម្បាំងដើរនៅក្បែរគេបំផុតបានលើកដាវថ្មដ៏ធំកាប់មកលើសាក់សំណាងល្អដែលសាក់គេចផុតប៉ុន្តែដាវថ្មនោះបានកាប់ដៃបែកខ្ទាតផ្កាភ្លើងឥឡូវនេះរូបសំណាករាប់រយបានរស់ឡើងវិញហើយពួកវាដើរយឺតតម្រង់មករាប់យុវជនទាំង4ទោះបីពួកវាដើរយឺតប៉ុន្តែកម្លាំងរបស់ពួកវាគឺមហិមាមិនអាចទប់ទល់បានដោយកម្លាំងបាយឡើយ រត់ទៅរកអាស្រមខាងមុខវិពុលចង្អុលទៅរកអគារថ្មចាក់មួយដែលនៅចុងម្ខាងទៀតនៃវាល ពួកគេរត់គេចពីការវាយប្រហារនៃដាវនិងលំបែងថ្មរាល់ពេលដែលរូបសំណាកទាំងនោះកំរើកពួកវាបញ្ចេញសំឡេងធ្ងរយ៉ាងសធំសងមកវិញសងវិញ្ញាណយើងមកវិញ នៅពេលពួកគេមកដល់មាត់ជ្រកអគារថ្មពួកគេស្រាប់តែឃើញថាមានរបាំងមន្តអាគមពណ៌ខ្មៅមួយយ៉ាងបិទភ្លៅចេញដើម្បីបើករបាំងនេះបានពួកគេត្រូវតែរកវិធីរំងាប់កំហឹងរបស់រូបសំណាកទាំងនេះជាមុនសិន វិបុលក្រឡេកឃើញថាត្បូងពណ៌ខៀវដែលសាក់ប៉ាក់មុននេះចាប់ដើមបញ្ចេញផ្សែងពណ៌ខ្មៅគេដឹងភ្លាមថាត្បូងនោះគឺជាបេះដូងនៃបណ្ដាសា ស្កាយកកាមេរ៉ាឯងបាញ់ flash ទៅលើត្បូងនោះឲ្យជាប់ធីរីតារ៉ាជួយគ្នាទាញសាកអំបោះក្រហមពណ៌ជុំវិញបល្ល័ង្កវិបុលបញ្ជា ក្នុងស្ថានភាពដ៏ច្របូកច្របល់វិបុលបានសូត្រមន្តខមារតោដែលលោកតាធ្លាប់បង្រៀននៅពេលពន្លឺ flash ប៉ះនឹងត្បូងរួមជាមួយមន្តអាគមរបស់វិបុលត្បូងពណ៌ខៀវនោះក៏ប្រេះស្រកិច្ចរួចក៏ផ្ទុះคล้ายជាផ្សែងពណ៌សភាចេញមករូបសំណាកដែលកំពុងដេញតាមក៏ឈប់ងោះរួចក៏ត្រឡប់មើលជាថ្មស្ងៀមស្ងាត់វិញប៉ុន្តែលើកនេះទឹកមុខដែលធ្លាប់តែឈឺចាប់ក៏ប្រែមកជាញញឹមដូចជាបានដោះលែងឲ្យទៅកាន់សុគតិភព ទ្វារអគារថ្មបានបើកចំហប៉ុន្តែអ្វីដែលនៅខាងក្នុងមិនមែនជាផ្លូវចេញទៅភូមិវិញទេវាគឺជាច្រកចូលទៅកាន់តំបន់សែងអប់ខ្មៅដែលជាកន្លែងដែលសំបីតែពន្លឺព្រះអាទិត្យក៏មិនអាចចាន់ចូលដល់ដែរនៅពេលយុវជនទាំង4នាក់ដើរចេញពីទីសក្ការៈរូបសំណាកបាក់បែកពួកគេបានមកដល់មាត់ច្រកនៃជ្រលងភ្នំមួយដែលមើលទៅដូចជាមាត់រងដ៏ធំធេងអ្វីដែលនៅពីមុខពួកគេមិនមែនជាព្រៃឈើបៃតងទេប៉ុន្តែគឺជាផ្សែងអប់ពណ៌ខ្មៅងងឹតដែលអណ្ដែតអណ្ដូងពេញផ្ទៃដីនិងលើអាកាសអប់នេះក្រាស់ខ្លាំងរហូតដល់សំបីតែពន្លឺព្រះអាទិត្យនាពេលថ្ងៃត្រង់ក៏មិនអាចចាំងធ្លុះចូលទៅដល់ដែរបង្កើតបានជាបរិយាកាសងងឹតស្លុបដូចយុគអត្រាវិពិលពិលយើងចាប់ផ្ដើមចុកសោយហើយសកៈនិយាយទាំងបារម្ភខណៈដែលពន្លឺពិលរបស់គេចាប់ផ្ដើមញ័ររន្ធត់ហាក់ដូចជាមានថាមពលមួយយ៉ាងកំពុងបឺតជញ្ជុកជាថ្មចេញកាន់ដៃគ្នាឲ្យជាប់ទោះមានរឿងអ្វីក៏ដោយហាមលែងដៃគ្នាដាច់ខាតវិបុលបញ្ជាពួកគេទាំង4នាក់កាន់ដៃគ្នាតម្រៀបជាជួរ
ដើរចូលទៅក្នុងផ្សែងអបគាត់ដល់ត្រជាក់ស្រៀបនោះយឺត នៅក្នុងផ្សែងអបខ្មៅនេះអារម្មណ៍របស់មនុស្សចាប់ផ្ដើមប្រែប្រួលពួកគេឡើងឮសំឡេងអ្វីទាំងអស់សូម្បីតែសំឡេងជើងឈួនឯងវាគឺជាភាពស្ងប់ស្ងាត់ដែលគួរឲ្យខ្លាចបំផុតរំពេចនោះធីរីមានអារម្មណ៍ថាដៃដែលនាងកំពុងកាន់មិនមែនជាដៃរបស់តារាទៀតទេប៉ុន្តែវាជាដៃដែលត្រជាក់ដោយទឹកកកនិងមានស្បែកគ្រើមដោយស្រះកាសាត់ នាងបំរុងនឹងស្រែកប៉ុន្តែនឹកឃើញដល់សម្ដីទុំនាងក៏ខំសង្កត់ចិត្តប៉ុន្តែមិនយូរប៉ុន្មានសំឡេងខ្សឹបខ្សៀវរាប់ពាន់បានបន្លឺឡើងជុំវិញត្រចៀកពួកគេឡើងដៃទៅឯងនឹងបានសេរីភាពឡើងដៃទៅ កុំស្ដាប់វាវិបុលស្រែកក្នុងចិត្តគេដឹងថាអបនេះមានឥទ្ធិពលធ្វើឲ្យមនុស្សមានអារម្មណ៍ច្របូកច្របល់និងបែកបាក់សាមគ្គីគ្នា រំពេចនោះផ្សែងអបបានប្រមូលផ្ដុំគ្នាជារូបរាងមនុស្សដែលបាត់ខ្លួនសាក់បានឃើញមិត្តភក្តិកាលពីក្មេងរបស់គេម្នាក់ដែលបានស្លាប់បាត់បង់ជីវិតជាយូរមកហើយឈរហៅគេចេញពីជួរចំណែកតារាបានឃើញផ្លូវចេញទៅកាន់ភូមិវិញយ៉ាងច្បាស់នៅពីមុខ ដោយសារតែការភ័ន្តច្រឡំតារាបានលែងដៃពីវិបុលរត់តម្រង់ទៅរកផ្លូវចេញនោះតារាកុំទៅវិបុលស្ទុះទៅចាប់ប៉ុន្តែតារាបានបាត់ខ្លួនចូលទៅក្នុងអបខ្មៅបាត់ទៅហើយ យើងបាត់តារាហើយ ធីរីយំខ្សឹកសួល ក្នុងភាពងងឹតនោះស្រាប់តែមានពន្លឺពណ៌ក្រហមពីរគ្រាប់លេចឡើងចំពីមុខវិបុលវាមិនមែនជាភ្នែកសត្វទេប៉ុន្តែវាគឺជាព្រលឹងអបដែលជាអ្នកយាមកាមជ្រលងភ្នំមរណៈនេះវាចាប់ផ្ដើមបំបែកសែងអបឲ្យคล้ายជាជញ្ជាំងខ្ពស់ៗបិទផ្លូវពួកគេគ្រប់ទី វិបុលដឹងថាប្រសិនបើគេមិនធ្វើអ្វីមួយទេពួកគេនឹងត្រូវដាច់ចេញពីគ្នាហើយស្លាប់នៅក្នុងអបនេះម្ដងគេប្រញាប់ដកកណ្ដឹងបុរាណចេញមកម្ដងទៀតប៉ុន្តែលើកនេះគេមិនអង្រួនវាទេគេបានយកកណ្ដឹងនោះមកបោកនឹងថ្មឲ្យបែកជាចំណែកវិបុលអញធ្វើអីនឹងនោះជាវត្ថុការពារតែមួយគត់របស់យើងណាសាក់ដៃស្រែកទាំងតក់ស្លុត កណ្ដឹងនេះជាប់បណ្ដាសាដែរយើងត្រូវបំផ្លាញវាដើម្បីបញ្ចេញថាមពលពិតដែលនៅខាងក្នុងវិបុលឆ្លើយ នៅពេលកណ្ដឹងបែកចេញស្រាប់តែមានពន្លឺពណ៌មាសដ៏ខ្លាំងក្លាមួយបាំងផ្ទុះឡើងចាំងធ្លុះផ្សែងអបវត្តខ្មៅទាំងនោះឲ្យរលាយសាបសូន្យខឹងមួយរំពេចពន្លឺនោះបានបង្ហាញឲ្យឃើញថាតារាមិនបានរត់ទៅភូមិឯណាទេគឺគេកំពុងឈរនៅមាត់ជ្រោះដ៏ជ្រៅមួយដោយគ្រាន់តែឈៀងមួយចំហៀងទៀនគេនឹងត្រូវធ្លាក់ចុះទៅស្លាប់មិនខាន វិបុលស្ទុះទៅទាញតារាមកវិញតាន់ពេលនៅពេលអបរលាយអស់ពួកគេបានឃើញថាពួកគេមិនមែននៅក្នុងជ្រលងភ្នំទេប៉ុន្តែពួកគេកំពុងស្ថិតនៅក្នុងវាលស្មៅដែលពោពេញដោយគ្រោងឆ្អឹងសត្វព្រៃហើយនៅចំកណ្ដាលវាលនោះមានបុរសម្នាក់កំពុងអង្គុយរងចាំពួកគេបុរសនោះមានរូបរាងជាអ្នកប្រមាណស្លៀកពាក់ឈុតខ្មៅនិងមានធ្នូដាក់នៅក្បែរខ្លួន បុរសនោះងើបមុខឡើងសម្លឹងមុខពួកគេដោយកែវភ្នែកត្រជាក់ស្រេបពួកកែណាស់ដែលឆ្លងផុតអបបំបាំងព្រលឹងប៉ុន្តែគ្មានអ្នកណាម្នាក់អាចរត់ផុតពីព្រួញរបស់អ្នកប្រមាញ់ព្រលឹងបានឡើយនៅលើវាលស្មៅដែលពោពេញដោយគ្រោងឆ្អឹងសត្វព្រៃដ៏ស្ងាត់ជ្រងំបុរសម្នាក់ដែលអង្គុយនៅពីមុខយុវជនទាំង4នាក់នោះមិនមែនជាមនុស្សរស់ឡើយគ្រួមប្រាណរបស់គេមើលទៅហាក់ដូចជាស្មែងខ្មៅដែលកក់គុណជារូបរាងមនុស្សភ្នែករបស់គេបញ្ចេញពន្លឺពណ៌ខៀវស្រងាត់ហើយនៅពីខ្នងមានបំពង់ព្រួញដែលធ្វើពីឆ្អឹងមនុស្សគេគឺជាអ្នកប្រមាញ់ព្រលឹងដែលជាវិញ្ញាណអ្នកបាញ់សត្វតាំងពីបុរាណដែលត្រូវបណ្ដាសាឲ្យយាមកាមព្រៃនេះជារៀងរហូត អ្នកចង់បានអីពីពួកយើងវិបុលសួរទាំងប្រុងប្រយ័ត្នដៃម្ខាងចាប់ទាញមិត្តភក្តិឲ្យមកនៅពីខ្នង យូរណាស់ហើយដែលគ្មានចំណីថ្មីចូលមកដល់ទីនេះអ្នកប្រមាញ់ពូលដោយសម្លេងស្អកដូចជាសម្លេងខ្យល់បក់កាត់រុនភ្នំព្រលឹងរបស់ពួកឯងម្នាក់សុទ្ធតែមានជាតិខ្លាញ់និងភាពភ័យខ្លាចវាគឺជាអាហារដ៏ឆ្ងាញ់សម្រាប់ព្រួយរបស់អញ និយាយមិនតាន់ផុតពីមាត់ផងអ្នកប្រមាញ់នោះបានស្ទុះក្រោកឈរយ៉ាងលឿនរួចដកព្រួយមួយចេញពីបំពង់មកដាក់លើធ្នូព្រួយនោះមិនមែនជាព្រួយធម្មតាទេប៉ុន្តែវាគឺជាព្រួយវិញ្ញាណដែលមានពន្លឺពណ៌ខ្មៅភាយចេញមក អ្នកទាំង4រត់បំបែកគ្នាទៅក្នុងវាលស្មៅខ្ពស់អ្នកប្រមាញ់លែងធ្នូឆ្វាច់ព្រួយខ្មៅហោះកាត់អាកាសឆ្ពោះទៅរកសកាក់ដែលកំពុងរត់យឺតជាងគេសកាក់ដួលផ្ញើក្រោយដើម្បីកេតព្រួយនោះបានបុកចំដុំថ្មធំមួយនៅពីក្រោយ
បណ្ដាលឲ្យថ្មនោះរលាយคล้ายជាភេទភ្លាមៗវាបាញ់ចំអីរលាយនឹងសាក់ស្រែកចាំងតក់ស្លុតវិបុលដឹងថាប្រសិនបើពួកគេគ្រាន់តែរត់ពួកគេប្រកាសជាត្រូវស្លាប់ម្នាក់ម្ដងមិនខានគេត្រូវតែរកវិធីតតាំងគេក្រឡេកឃើញថាអ្នកប្រមាញ់នោះតែងតែឈរនៅកន្លែងដែលមានពន្លឺព្រះអាទិត្យតិចបំផុតនិងហាក់ដូចជាខ្លាចស្រមោលរបស់ខ្លួនឯងសឹកប្រើកញ្ចក់កាមេរ៉ាឯងឆ្លុះពន្លឺថ្ងៃទៅរកភ្នែកវាវិបុលស្រែកបញ្ជាខណៈដែលអ្នកប្រមាញ់កំពុងរៀបនឹងបាញ់ព្រួយទី2ទៅលើធារីសាក់ក៏ប្រញាប់យកកញ្ចក់កាមេរ៉ាមកឆ្លុះពន្លឺថ្ងៃដែលនៅសេសសល់បន្តិចបន្តួចបាញ់ចំភ្នែកអ្នកប្រមាញ់នោះអូយអ្នកប្រមាញ់ស្រែកធ្ងររួចលើកដៃខ្ទប់ភ្នែកពន្លឺថ្ងៃគឺជាថ្នាំពុលសម្រាប់វិញ្ញាណងងឹតឱកាសមកដល់វិបុលស្ទុះទៅរើសយកឆ្អឹងសត្វធំមួយដែលមានរាងដូចលំពែងរួចសូត្រមន្តបញ្ចុះទៅក្នុងឆ្អឹងនោះគេរត់តម្រង់ទៅរកញាក់ប្រមាញ់ក្នុងពេលដែលគេកំពុងវង្វេងនឹងពន្លឺប៉ុន្តែញាក់ប្រមាញ់មិនមែនងាយស្រួលនឹងចាញ់នោះទេគេបានលែងព្រួយមួយទៀតទាំងងងឹតភ្នែកសម្ដៅមករកទ្រង់វិបុលរំពេចនោះតារាដែលស្ងប់ងាត់កំឡងមកបានស្ទុះមុខច្រានវិបុលចេញធ្វើឲ្យព្រួយនោះហក់កាត់ស្មារបស់តារាស្មារបស់តារាចាប់ដើមឡើងខ្មៅជាមនិងហូរឈាមពណ៌ខ្មៅចេញមកតារាវិបុលស្រែកទាំងឈឺចាប់កំហឹងបានធ្វើឲ្យវិបុលមានកម្លាំងមហិមាគេលោតទៅចាក់ឆ្កឹងសត្វនោះចំដើមទ្រូងខ្សាយនៃអត្តប្រមាញ់អ្នកឯងមិនអាចសម្លាប់សេចក្តីស្លាប់បានទេអ្នកប្រមាញ់និយាយយឺតរួចរូបរាងរបស់គេក៏ផ្ទុះคล้ายជាផ្សែងខ្មៅអណ្ដែតបាត់ទៅក្នុងអាកាសទោះបីជាសត្រូវបាត់ខ្លួនមែនប៉ុន្តែតារាបានដួលសន្លប់ស្ដោកស្ដឹងមុខមាត់ឡើងស្វាយជាតិពេះព្រួនវិញ្ញាណកំពុងតែជ្រាបចូលទៅក្នុងបេះដូងរបស់គេនៅក្នុងភាពអស់សង្ឃឹមពួកគេស្រាប់តែធំក្លិនក្រអូបមួយយ៉ាងដែលភីចេញពីក្នុងព្រៃជ្រៅខាងមុខវាជាក្លិនក្រអូបឈ្ងុយឈប់ដែលខុសប្លែកពីក្លិនស្អុយរលួយនៃព្រៃខ្មោចកន្លងមកក្លិននេះប្រហែលជាមានថ្នាំជួយតារាហើយធារីនិយាយទាំងសង្ឃឹមពួកគេគ្រាសតារាដើរតាមក្លិនក្រអូបនោះរហូតដល់បានឃើញវាលផ្កាដ៏ស្រស់ស្អាតម្យ៉ាងដែលផ្កានីមួយៗមានពណ៌សដូចដំរីសនិងមានពន្លឺចាំងៗប៉ុន្តែអ្វីដែលពួកគេមិនដឹងនោះគឺផ្កាទាំងនេះត្រូវបានគេហៅថាផ្កាព្រៃស៊ូភីដែលជាផ្កាស៊ីមនុស្សនៅពីមុខយុវជនទាំង4គឺជាទិដ្ឋភាពដែលមិនគួរឲ្យជឿថាមាននៅក្នុងព្រៃខ្មោចដ៏ខ្មៅងងឹតនេះឡើយវាគឺជាវាលផ្កាពណ៌សស្គុះស្កាយដែលត្របកផ្កានីមួយៗមានទំហំធំនិងបញ្ចេញពន្លឺព្រិលៗដូចត្បូងមុក្តាក្លិនក្រអូបឈ្ងុយឈប់របស់វាហាក់ដូចជាមានមន្តសណ្ដំធ្វើឲ្យការឈឺចាប់និងភាពភ័យខ្លាចដែលពួកគេធ្លាប់មានចាប់ផ្ដើមរលាយបាត់បន្តិចម្ដងក្រអូបណាវិពុលមើលចុះតារាជប់ធ្ងរហើយធារីនិយាយទាំងទឹកមុខស្រស់បោះខណៈដែលនាងឃើញស្បែកដែលធ្លាប់តែខ្មៅជាមរបស់តារាចាប់ផ្ដើមប្រែមកជាមានឈាមចវិញដោយសារតែក្លិនផ្កាទាំងនោះដោយសារតែភាពហត់នឿយនិងឥទ្ធិពលនៃក្លិនផ្កាសាក់និងធារីចាប់ផ្ដើមមានអារម្មណ៍ងងុយគេងជាខ្លាំងពួកគេដាក់តារាឲ្យដេកលើស្មៃដែលពោពេញដោយផ្កាពណ៌សរួចក៏រៀបចំសម្រាប់នៅទីនោះប៉ុន្តែវិបុលមានអារម្មណ៍ថាមានអ្វីមួយយ៉ាងមិនប្រក្រតីទេគេសង្កេតឃើញថានៅក្រោមផ្កាដ៏ស្រស់ស្អាតទាំងនោះមិនមែនជាដីធម្មតាទេប៉ុន្តែវាជាភក់ច្រាំពណ៌ខ្មៅដែលមានឆ្អឹងសត្វទូចៗកប់នៅខាងក្នុងសាកធារីខុងដេកភ្ញាក់ឡើងវិបុលស្រែកដាស់មិត្តភក្តិរួចស្ទុះទៅអង្រួនខ្លួនពួកគេតែវាហាក់ដូចជាយឺតពេលបន្តិចត្របកផ្កាពណ៌សដែលធ្លាប់តែរីកស្អាតចាប់ដើមរមៀលខ្លួនព័ទ្ធយំវិញខ្លួនប្រាណរបស់សកៈនិងធារីដូចជាមាត់សត្វដែលកំពុងត្របាក់ចំណៃវេលាដែលលាក់ខ្លួនក្នុងភក់ចាប់ដើមលូកចេញមកចងជើងពួកគេយ៉ាងណែនផ្កាព្រៃសូភីផ្កាបឺតប្រលឹងវិបុលនឹកឃើញដល់ពីអាចារ្យដែលធ្លាប់និយាយពីផ្កាដែលស៊ីមនុស្សដោយប្រែក្លិនសណ្ដំជួយផងខ្ញុំដកដង្ហើមមិនរួចទេសកៈទៅដកខ្យល់ខណៈដែលត្របកផ្កាយៈនោះកំពុងគ្របដណ្ដប់ចិត្តដល់ក្បាលគេទៅហើយវិបុលប្រញាប់ដកកាំបិតព្រៃមកកាត់វលេសទាំងនោះប៉ុន្តែរាល់ពេលដែលគេកាប់ដាច់ទឹកជ័រពណ៌សថ្លាដូចទឹកមាត់បិសាចបាញ់ចេញពីដើមផ្កាមកប៉ះនឹងស្បែករបស់វិបុលធ្វើឲ្យគេមានអារម្មណ៍ថាក្តៅក្រហាយដូចត្រូវទឹកអាស៊ីតកាន់តែអាក្រក់ជាងនេះទៅទៀតតារាដែលកំពុងសន្លប់ក៏ត្រូវបានផ្កាដ៏ធំបំផុតមួយកំពុងតែលេបចូលទៅក្នុងត្របករបស់វាដែរក្នុងភាពអស់សង្ឃឹមវិបុលបានឃើញវត្ថុមួយយ៉ាងនៅកណ្ដាលវាលផ្កា
វាគឺជាដើមផ្កាមេដែលមានពណ៌ក្រហមដូចឈាមខុសពីផ្កាដទៃទៀតគេយល់ភ្លាមថាបើមិនកម្ចាត់ដើមមេនេះទេមិត្តភក្តិគេប្រកាសជាត្រូវខ្លាចជាជីជាតិសម្រាប់ផ្កាទាំងនេះមិនខាន វិបុលសង្កត់ចិត្តអត់ធន់នឹងភាពឈឺចាប់គេរត់សម្រុកកាត់ភូកច្រាំសម្ដៅទៅរកផ្កាមេពណ៌ក្រហមផ្កាជំវិញចាប់ផ្ដើមបាញ់ចរនិងវីប្រហារគេគ្រប់ទិសទីនៅពេលទៅដល់មុខផ្កាមេវិបុលបានឃើញថានៅកណ្ដាលផ្កានោះមានបេះដូងមនុស្សមួយដែលកំពុងលោតឌូបសូមអភ័យទោសផងបើអ្នកជាប្រលឹងដែលត្រូវគេយកមកបូជាប៉ុន្តែខ្ញុំត្រូវតែធ្វើវិបុលស្រែកรู้จักកំបិតដែលនៅសល់មុនអាតុមចុងក្រោយចូលទៅចំកណ្ដាលបេះដូងផ្កានោះស្រែកក្រហែសម្រែកដ៏ខ្លាំងក្លាមួយដែលមិនមែនជាសម្លេងមនុស្សបានពលឺឡើងចេញពីដើមផ្កាម៉ែឈាមខ្មៅបានបាញ់ចេញមកពេញវាលផ្ការំពេចនោះផ្កាពណ៌សទាំងអស់ក៏ស្រពោននិងរលួយរលាយបាត់ទៅក្នុងដីភ្លាមបញ្ចេញសាកសពសក្កធារីនិងតារាឲ្យមានសេរីភាពវិញពួកគេទាំង3នាក់ដកដង្ហើមហត់ដង្ហុកខ្លួនប្រាណប្រឡាក់ដោយជួរផ្កាអាក្រក់ទោះបីជាពួកគេរួចជីវិតពីផ្កាស៊ូភីមែនប៉ុន្តែពួកគេស្រាប់តែឃើញថាដីដែលផ្កានោះធ្លាប់ដុះបានប្រែជារូងភ្លុំជ្រៅមួយដែលមានចិន្តាថ្មនាំចុះទៅខាងក្រោមនៅខាងក្រោមនោះមានពន្លឺភ្លើងចង្កៀងផ្លុងនិងមានសម្លេងមនុស្សកំពុងសូត្រមន្តអាគមងងឹតនោះជាកន្លែងរបស់ពួកវាកន្លែងដែលអាបនិងមេធ្មប់រស់នៅវិបុលខ្សឹបប្រាប់មិត្តភក្តិយើងគ្មានផ្លូវត្រឡប់ក្រោយទេមានតែជួលទៅក្នុងនោះដើម្បីរកផ្លូវចេញពិតប្រាកដបន្ទាប់ពីវាលផ្កាសូភីបានរលាយសាបសូន្យទៅភាពងងឹតនៃរូងភ្នំខាងក្រោមបានបើកចំហរងចាំពួកគេវិបុលសក្តាក់ធារីនិងតារាដែលទៅតែដឹងខ្លួនបានខ្លះបាននាំគ្នាដើរជុកតាមជណ្ដាថ្មដែលសាមជោកដោយស្លែនិងមានក្លិនឆ្អាបដូចឈាមសត្វនៅបាតរូងភ្នំនោះពួកគេបានប្រទះឃើញទិដ្ឋភាពដែលធ្វើឲ្យឈាមក្នុងខ្លួនប្រែជាត្រជាក់ស្រៀបវាគឺជាភូមិឋានអាមនុស្សមួយដែលមានខ្ទមតូចធ្វើពីឆ្អឹងសត្វនិងស្បែកសត្វព្រៃនៅកណ្ដាលភូមិនោះមានខ្ទមធំជាងគេមួយដែលបញ្ចេញពន្លឺភ្លើងពណ៌បៃតងផ្លុងចេញពីខាងក្នុងសំឡេងសូត្រមន្តអាគមជាភាសាបុរាណដែលស្ដាប់មិនយល់បន្លឺឡើងរងំពេញរូងភ្នំអមដោយសំឡេងផ្ទុះក្នុងថ្លាងថ្នាំប៉ោះវិបុលមើលទីនោះចុះធារីចង្អុលទៅខាងក្រោយខ្ទមនៅទីនោះមានក្បាលអាបរាប់សិបកំពុងហុកឆ្វេងយាមកាមដែលមានសរសៃពួកយងវែងអូសដីពួកវាហាក់ដូចជាកំពុងចាំទទួលបញ្ជាពីនរណាម្នាក់នៅខាងក្នុងខ្ទមធូនោះយើងត្រូវទៅចូលទៅក្នុងខ្ទមនោះខ្ញុំមានអារម្មណ៍ថាព្រលឹងដែលតារាបាត់បង់កំពុងត្រូវបានគេឃុំទុកនៅទីនោះវិបុលខ្សឹបប្រាប់មិត្តភក្តិពួកគេលួចធ្វើដំណើរយ៉ាងស្ងប់ស្ងាត់ភុនភុតវាកាត់តាមគំពួតព្រៃដែលដុះក្នុងរូងរហូតមកដល់មាត់បង្អួតនៃខ្ទមមេធ្មប់នៅខាងក្នុងពួកគេបានឃើញស្ត្រីចំណាស់ម្នាក់ដែលមានសក់ពណ៌សវែងអន្លាយដល់ដីស្បែកជ្រាវជ្រួញខ្មៅស្រួយនិងមានក្រចកដៃវែងដូចបិសាចគាត់កំពុងអង្គុយនៅមុខថ្លាងថ្នាំដ៏ធំមួយដែលមានក្បាលខ្មោចដាក់នៅជុំវិញ មកដល់ហើយមែនទេភ្ញៀវដែលអញរងចាំមេធ្មប់នោះនិយាយទាំងមិនងាកក្រោយហាក់ដូចជាគាត់ដឹងមុនថាមានមនុស្សមកលួចមើលរំពេចនោះទ្វារខ្ទមបានរបើកចេញដោយខ្លួនឯងហើយកម្លាំងខ្យល់ដ៏ខ្លាំងបានបឺតទាញយុវជនទាំង4ឲ្យចូលទៅក្នុងខ្ទមភ្លាមជួយផងសឹកស្រែកខ្លាំងប៉ុន្តែទ្វារបានបិទជិតឈឹងបាត់ទៅហើយមេធ្មប់ចំណាស់ងាកមកយឺតភ្នែករបស់គាត់មកខាងពណ៌សមកខាងទៀតពណ៌ខ្មៅងងឹតពួកឯងមានចិត្តក្លាហានណាស់ដែលហ៊ានដើរមកដល់ទីនេះប៉ុន្តែដឹងទេថាគ្មានអ្នកណាចិនពីខ្ទមអញដោយមិនបន្សល់ទុកនៅផ្នែកណាមួយរាងកាយឡើយក្នុងខណៈនោះវិបុលបានសង្កេតឃើញថាក្នុងចំណោមដុំភ្លើងរាប់ពាន់មានដុំភ្លើងពណ៌សតូចមួយដែលហោះខុសពីគេវាហាក់ដូចជាកំពុងព្យាយាមបុកទម្លុះរង្វង់ភ្លើងពណ៌បៃតងដើម្បីចូលមករកពួកគេសាក់មើលដុំភ្លើងពណ៌សនោះវាអាចជាវិញ្ញាណដែលចង់ជួយយើងវិបុលនិយាយទាំងមានសង្ឃឹមដុំភ្លើងពណ៌សនោះបានហោះចូលមកដល់ជិតវិបុលរួចប្រែក្រឡាជារូបរាងកណ្ដឹងមាសតូចមួយដែលអណ្ដែតលើអាកាសវិបុលយល់ភ្លាមនេះគឺជាកម្លាំងបារមីចុងក្រោយនៃកណ្ដឹងទិព្វដែលគេបានបំបែកការពិភាក្សាមុនវាបានត្រឡប់មកជួយម្ចាស់វាម្ដងទៀតក្នុងសន្តានជាវិញ្ញាណការពារកាន់ដៃគ្នាជាជួរដើរតាមពន្លឺពណ៌សនេះ
វិបុលបញ្ជា ពូគេទាំង4នាក់ដើរតាមដុំភ្លើងពណ៌សដែលហក់នាំភ្លើងរហូតពេលដែលដុំភ្លើងពណ៌បៃតងជាយាមហក់មកបុកពូគេដុំភ្លើងពណ៌សបានបញ្ចេញរស្មីចាពាធ្វើឲ្យភ្លើងអភូតទាំងនោះខ្ទាតចេញដោយជួបរបាំងដែកប៉ុន្តែភ្លើងអភូតកាន់តែមានចំនួនច្រើនឡើងពូវាចាប់ផ្ដើមប្រមូលផ្ដុំគ្នាជារូបរាងយ៉ាប់ភ្លើងដ៏ធំមហិមាម្នាក់ដែលមានកម្ពស់ស្មើចុងឈើឈរស្តាក់ភ្លឺពូគេ ពួកឯងមិនអាចចាកចេញពីព្រៃនេះបានទេសាកសពពួកឯងត្រូវតែនៅទីនេះដើម្បីធ្វើជាប្រេងចាក់បំពេញភ្លើងអញយ៉ាក់ភ្លើងនោះនិយាយដោយសំឡេងក្រហមដែលធ្វើឲ្យដីរញ្ជួយវាលើកដៃដ៏ធំដែលធ្វើពីភ្លើងពណ៌បៃតងសង្គ្រប់ចុះមកលើពួកគេវិបុលដឹងថាពន្លឺពណ៌សោះតែមួយមិនអាចទប់ទល់យៈនេះបានឡើយគេប្រញាប់ងាកទៅរកសាក់ក្នុងកាមេរ៉ាឯងនៅសថ្មប៉ុន្មាននៅសតែ 1% ទេវិបុលវាចិត្តរលត់ហើយសាក់ឆ្លៃទាំងស្លូនស្លាវល្អបើកទុករហូតដល់វាផ្ទុះថ្មតែម្ដងទៅបាញ់ flash ឲ្យខ្លាំងបំផុតចាំកណ្ដាលដើមទ្រូងយ៉ាក់នោះពេលយើងប្រាប់នៅពេលដែលយៈភ្លើងចុះមកជិតដល់ក្បាលវិបុលបានលើកកណ្ដឹងមាសវិញ្ញាណឡើងរួចស្រែកឲ្យសញ្ញាឥឡូវនេះពន្លឺ flash ចុងក្រោយនៃកាមេរ៉ាបានបាញ់ចេញមកយ៉ាងខ្លាំងលាឡំជាមួយនឹងការផ្ទុះនៃថ្មម៉ាស៊ីនបង្កើតបានជាពន្លឺពណ៌សោះចិញ្ចាតដែលខ្លាំងជាងពន្លឺព្រះអាទិត្យទៅទៀតពន្លឺនោះបានបុកទម្លុះដើមទ្រូងយ៉ាក់ភ្លើងអភភូតធ្វើឲ្យវារលាយคล้ายជាផ្សែងក្នុងមួយរំពេចភ្លើងអភភូតរាប់ពាន់គ្រាប់ដទៃទៀតក៏ភ័យខ្លាចរត់ខ្ចាត់ខ្ចាយបាត់អស់ទៅក្នុងព្រៃងងឹតប៉ុន្តែរួមជាមួយគ្នានោះកាមេរ៉ារបស់សាក់ដាន់បានឆេះខ្ទេចចំណែកដុំភ្លើងពណ៌សដែលនាំភ្លឺក៏រលាយបាត់ទៅដែរពួកគេស្ថិតនៅក្នុងភាពងងឹតម្ដងទៀតប៉ុន្តែលើកនេះពួកគេបានឮសំឡេងទឹកហូរស្រទឹមនិងសំឡេងបាក់ស៊ីយំយើងមកដល់កន្លែងណាទៀតហើយធីរីសួរទាំងហត់នឿយនៅពីមុខពួកគេគឺជាវាលដីទទេស្អាតម្យ៉ាងដែលមានរូបសំណាកបុរសម្នាក់អង្គុយសមាធិប៉ុន្តែអ្វីដែលគួរឲ្យញាក់សាច់នោះគឺនៅជុំវិញរូបសំណាកនោះមានរាយប៉ាយដោយសម្លៀកបំពាក់និងសម្ភារៈញាក់ទេសចរដែលបាត់ខ្លួនជាច្រើនឆ្នាំមកហើយវាគឺជាកន្លែងនៃការលះបង់ដែលមានន័យថាដើម្បីចេញពីព្រៃនេះបានពួកគេត្រូវតែលះបង់វត្ថុដែលមានតម្លៃបំផុតក្នុងជីវិតឬសមាជិកម្នាក់ក្នុងក្រុមនៅចំពោះមុខរូបសំណាកបុរសអង្គុយសមាធិដែលធ្វើពីថ្មខ្មៅរលើបបរិយាកាសជុំវិញប្រែជាស្ងប់ស្ងាត់ខុសធម្មតាខ្យល់ដែលធ្លាប់តែបក់បោកខ្លាំងបានប្រែជាស្ងប់ឈឹងនៅជុំវិញរូបសំណាកនោះក្រៅពីកាបូបសម្លៀកបំពាក់និងស្បែកជើងរបស់អ្នកបាត់ខ្លួនកាលពីមុនពួកគេក៏បានឃើញដានឈាមដែលក្រៀមស្ងួតនិងចិញ្ចៀនអាពាហ៍ពិពាហ៍មួយវងដែលជ្រុះនៅដីដែលបញ្ជាក់ថាមានមនុស្សជាច្រើនបានមកដល់ទីនេះប៉ុន្តែមិនមែនគ្រប់គ្នាបានត្រឡប់ទៅវិញនោះទេនៅក្រោមជើងរូបសំណាកមានអក្សរចារឹកជាភាសាខ្មែរបុរាណថាមាត់ទ្វារព្រៃនឹងបើកចំហចំពោះតែអ្នកដែលហ៊ានបោះបង់អ្វីដែលខ្លួនស្រឡាញ់បំផុតមានន័យថាម៉េចវិបុលតើយើងត្រូវទុករបស់ឲ្យវាឬត្រូវទុកមនុស្សធីរីសួរទាំងសំឡេងញ័រទៅត្រឹកនាងកាន់ដៃតារាយ៉ាងណែនវិបុលមិនឆ្លើយគេសម្លឹងមើលទៅមិត្តភក្តិម្នាក់ពួកគេម្នាក់បានឆ្លងកាត់ការលំបាករហូតដល់អស់កម្លាំងពីខ្លួនសក្តាបានបាត់បង់កាមេរ៉ាដែលជាកម្លាំងចិត្តរបស់គេតារាបានបាត់បង់កម្លាំងកាយនិងស្ទើរតែបាត់បង់ព្រលឹងចំណែកធីរីបានបាត់បង់ភាពក្លាហានខ្ញុំនឹងនៅទីនេះតារានិយាយឡើងដោយសំឡេងខ្សោៗគេងើបឈរយឺតទោះបីជាជើងទាំងពីរនៅញ័រចុះឡើងក៏ដោយតាំងពីដើមមកគឺខ្ញុំដែលជាអ្នកបង្កបញ្ហាដល់អ្នករាល់គ្នាvà គ្មានខ្ញុំអ្នកទាំងអស់គ្នាប្រហែលជាចេញផុតពីព្រៃនេះតាំងពីភាគដំបូងម្ល៉េះឲ្យខ្ញុំនៅទីនេះចុះដើម្បីឲ្យអ្នកទាំងអស់គ្នាបានទៅផ្ទះវិញអត់ទេតារាយើងមកជាមួយគ្នាយើងត្រូវទៅវិញជាមួយគ្នាធីរីស្រែកយំរួចស្ទុះទៅអូបតារារំពេចនោះរូបសំណាកថ្មខ្មៅបានបើកភ្នែកឡើងពន្លឺពណ៌ស្វាយត្រជាក់ស្រេបបានចេះចេញពីភ្នែករូបសំណាកនោះគ្របដណ្ដប់លើខ្លួនតារារូបរាងតារាចាប់ផ្ដើមប្រែជាពណ៌ប្រភេទបន្តិចម្ដងដូចជាកំពុងคล้ายជាថ្មតារាវិបុលស្ទុះទៅរកមិត្តភក្តិបន្តែត្រូវកម្លាំងងងឹតរុញច្រានចេញគេដឹងថាវិញ្ញាណម្ចាស់ព្រៃមិនត្រូវការវត្ថុក្រៅខ្លួនឡើយប៉ុន្តែវាត្រូវការសេចក្តីស្រឡាញ់ដែលមនុស្សមានចំពោះគ្នាដើម្បីយកមកធ្វើជាចំណាប់ខ្មាំងក្នុងព្រៃមរណៈនេះវិបុលនឹកឃើញដល់របស់មួយយ៉ាងដែលគេលាក់ទុកគ្រឿងហៅប៉ៅយ៉ាងជិតដិតបំផុតវាគឺជារូបថតគ្រួសារតែមួយសន្លឹកគត់ដែលគេតែងតែយកតាមខ្លួនតាំងពីតូច
នឹងជាវត្ថុតំណាងឲ្យម្ដាយដែលបានចែកឋានទៅសម្រាប់វិបុលរូបថតនេះគឺជាជីវិតនិងជាកម្លាំងចិត្តតែមួយគត់ដែលធ្វើឲ្យគេតស៊ូមកដល់ថ្ងៃនេះ ឈប់សិនវិបុលស្រែកខ្លាំងៗគេលើករូបថតនោះឡើងរួចដើរទៅមុខរូបសំណាកដោះលែងមិត្តភក្តិខ្ញុំទៅរបស់ដែលខ្ញុំស្រឡាញ់បំផុតមិនមែនជាជីវិតខ្លួនឯងទេប៉ុន្តែគឺជាការចងចាំចុងក្រោយរបស់ម្ដាយខ្ញុំបានអ្នកចង់បានការលះបង់យករបស់នេះទៅហើយទុកជីវិតឲ្យពួកយើង វិបុលដាក់រូបថតនោះទៅក្នុងដៃថ្មរបស់រូបសំណាករំពេចនោះរូបថតបានឆេះខ្លោចคล้ายជាផេះពណ៌មាសភ្លាមសម្រែកនៃវិញ្ញាណម្ចាស់ព្រៃលន់លឺឡើងពេញអាកាសហាក់ដូចជាវាបានទទួលនូវការលះបង់ដ៏មានតម្លៃបំផុត ពន្លឺពណ៌ស្វាយដែលរុំពណ៌តារាបានរលាយបាត់តារាដួលសម្លប់ក្នុងរំវង់ដៃធារីរូបសំណាកថ្មខ្មៅបានបែកប្រេះជាចំណែករួចក៏លេចចេញជាផ្លូវដើរទូចមួយដែលពោពេញដោយពន្លឺព្រះអាទិត្យពិតប្រាកដនៅពីមុខពួកគេ វិបុលរូបថតនោះសក្កនិយាយទាំងក្តីអាណិតអាសូរគេដឹងថារូបថតនោះសំខាន់សម្រាប់វិបុលកម្រិតណា មិនអីទេរូបថតបាត់មែនតែម្ដាយខ្ញុំនៅតែនៅក្នុងចិត្តខ្ញុំជានិច្ចវិបុលជូរទឹកភ្នែករួចញញឹមទាំងឈឺចាប់តោះយើងត្រូវចាកចេញពីទីនេះឥឡូវនេះមុននឹងព្រៃនេះផ្លាស់ប្ដូរចិត្ត ពួកគេនាំគ្នាដើរសម្ដៅទៅរកពន្លឺនោះប៉ុន្តែនៅពេលដែលពួកគេជិតដល់មាត់ចោកចេញទៅហើយស្រាប់តែមានមន្តអាគមខ្មៅងងឹតមួយទៀតបាញ់ចេញពីក្នុងព្រៃជ្រៅមកបិទផ្លូវពួកគេម្ដងទៀតវាគឺជាមន្តអាគមរបស់ស្ដេចខ្មោចព្រៃដែលមិនសុខចិត្តឲ្យចំណីរបស់វាចេញទៅដោយងាយៗឡើយ វិបុលដឹងថាដើម្បីឆ្លងផុតរបាំងចុងក្រោយនេះគេត្រូវការច្រើនជាងការលះបង់គេត្រូវការមន្តអាគមរំដោះគ្រោះដែលខ្លាំងបំផុត ផ្លូវដែលពោពេញដោយពន្លឺព្រះអាទិត្យនៅពីមុខពួកគេស្រាប់តែប្រែជាពណ៌ក្រហមឈាមម្ដងទៀតរបាំងមន្តអាគមខ្មៅងងឹតបានផុសឡើងពីដីដូចជាជញ្ជាំងដែកដែលមើលមិនឃើញបិទផ្លូវចេញទៅកាន់ពិភពខាងក្រៅជិតឈឹងរំពេចនោះខ្យល់ខ្មៅមួយប្រតាក់កាឡាគ្នាជារូបរាងមនុស្សមាតុធំមហិមាអង្គុយលើបល្ល័ង្កឆ្អឹងសត្វគេគឺជារូបសំណាកពេទ្យនៃស្ដេចខ្មោចព្រៃដែលជាម្ចាស់គ្រប់គ្រងលើវិញ្ញាណទាំងអស់ក្នុងព្រៃភ្នំនេះ ពួកឯងហ៊ានបោកបញ្ឆោតភ្នែកអញដោយការលះបង់រូបថតមួយសម្លឹកមែនទេសំលេងក្រហៀមរបស់វាធ្វើឲ្យដើមឈើជុំវិញផ្ទុះបែកខ្ចាយជីវិតត្រូវសង់ដោយជីវិតបើគ្មានអ្នកណាមួយស្លាប់នៅទីនេះទេអ្នកទាំងអស់គ្នាកុំសង្ឃឹមថានឹងឃើញពន្លឺថ្ងៃឯសោះ វិបុលដឹងថាលបែងលាក់ខ្លួនបានបញ្ចប់ហើយគេឡើងមានកណ្ដឹងទឹកគេឡើងមានរូបថតម្ដាយនិងឡើងមានកម្លាំងកាយមាំមួនទៀតហើយប៉ុន្តែអ្វីដែលគេនៅសល់គឺចំណេះដឹងមន្តអាគមចុងក្រោយដែលលោកតាគេធ្លាប់ខ្សឹបប្រាប់មុនពេលស្លាប់វិបុលបាដល់ចំណុចតច្រកបំផុតចូលប្រើមន្តអាគមដែលកើតចេញពីធាតុទាំង4ក្នុងខ្លួនឯង សក្ធារីតារាមកអង្គុយជុំវិញយើងវិបុលស្រែកបញ្ជាកាន់ដៃគ្នាឲ្យជាប់ជឿចាក់លើគ្នាទៅវិញទៅមកហើយបិទភ្នែកឲ្យចិត្ត វិបុលចាប់ផ្ដើមសូត្រមន្តអាគមរំដោះគ្រោះដែលជាមន្តអាគមជាន់ខ្ពស់គេមិនមែនសូត្រដើម្បីសម្លាប់សត្រូវទេប៉ុន្តែសូត្រដើម្បីដាស់ធាតុក្នុងខ្លួនឲ្យคล้ายជាខែលការពារមហាវិជ័យរំដោះគ្រោះរំដោះទុក្ខរំដោះរូបរំដោះព្រលឹង រំពេចនោះរាងកាយរបស់យុវជនទាំង4ចាប់ផ្ដើមបញ្ចេញពន្លឺពណ៌មាសពន្លឺនេះមិនមែនកើតចេញពីវត្ថុទើបឯណាឡើយប៉ុន្តែវាបានមកពីសេចក្តីក្លាហាននិងភាពស្មោះត្រង់របស់ពួកគេចំពោះគ្នាស្ដេចខ្មោចព្រៃខឹងសម្បាយ៉ាងខ្លាំងវាក៏ហៅព្រលឹងខ្មោចរាប់ពាន់ដែលពួកគេធ្លាប់ជួបតាំងពីភាគដំបូងមកវិញទាំងខ្មោចបំរាខ្លាធ្មប់អាបយាមផ្លាយនិងព្រលឹងអ្នកប្រមាញ់សុទ្ធតែបង្ហាញខ្លួនឡោមព័ន្ធពួកគេពួកវាស្ទុះមកសង្គ្រប់លើខែលពន្លឺពណ៌មាសនោះប៉ុន្តែត្រូវខ្ទាតចេញទៅវិញដូចប៉ះនឹងភ្លើង មន្តអាគមតូចតាចអញនឹងលេបត្របាក់ពួកឯងទាំងរូបស្ដេចខ្មោចព្រៃលេខដៃមហិមារបស់វារូតប្រមូលផ្ដុំផ្សែងខ្មៅទាំងអស់មកបុកទម្លុះខែលការពារ ខែលពណ៌មាសចាប់ផ្ដើមប្រេះស្រកិច្ចវិបុលខួតឈាមចេញមកដោយសារការប្រាយកម្លាំងធាតុហួសប្រមាណធារីនិងស័កចាប់ផ្ដើមយំប៉ុន្តែពួកគេមិនលែងដៃគ្នាឡើយកម្លាំងចិត្តដែលពួកគេចង់រស់និងចង់ជួយគ្នាបានធ្វើឲ្យពន្លឺដែលចិត្តរលត់នោះ
ស្រាប់តែផ្ទុឡាងជាងកង់ចាក់ពណ៌សមួយដ៏ធំ វិបុលបើកភ្នែកឡើងភ្នែករបស់គេបញ្ចេញពន្លឺដូចព្រះអាទិត្យគេចងល់ដៃទៅរកស្ដេចខ្មោចព្រីរួចបញ្ចេញសំឡេងចុងក្រោយបាបកម្មអ្នកណាអ្នកនោះទទួលព្រៃនេះមិនមែនជាកន្លែងឃុំឃាំងមនុស្សទេប៉ុន្តែវាជាកន្លែងឃុំឃាំងមហិច្ឆតារបស់ឯងចូលរលាយសាបសូន្យទៅតាមកម្មពៀចុះ សំឡេងផ្ទុះមុនអាគមបានលន់លឺរហូតដល់ភូមិដែលនៅឆ្ងាយរាប់សិបគីឡូម៉ែត្ររបាំងងងឹតបានបែកខ្ទេចខ្ទីស្ដេចខ្មោចព្រៃបានស្រែកធ្ងោយ៉ាងឈឺចាប់មុននឹងរលាយคล้ายជាធូលីដីវិញ្ញាណដែលធ្លាប់ត្រូវវាបង្ខំទុកក៏ត្រូវបានដោះលែងឲ្យហុកទៅកាន់សុគតិភពដូចជាហ្វូងមេអំបោពលឺ គ្រប់យ៉ាងប្រែជាសោះស្នេហ៍ នៅពេលវិបុលបើកភ្នែកឡើងម្ដងទៀតគេឃើញខ្លួនឯងដេកនៅលើស្មៅក្បែរមាត់ព្រីដែលមានផ្លូវលំទៅកាន់ភូមិពន្លឺព្រះអាទិត្យពិតប្រាកដកំពុងជះមកលើមុខរបស់គេយ៉ាងកក់ក្ដៅគេងាកទៅមើលមិត្តភក្តិសក្តាក់ធារីនិងតារាសុទ្ធតែនៅរស់ប៉ុន្តែពួកគេដេកសន្លប់ដោយសារអស់កម្លាំង វិពលព្យាយាមក្រោកឈរប៉ុន្តែគេស្រាប់តែឃើញមានអ្វីមួយយ៉ាងប្លែកនៅលើដៃរបស់គេមានស្លាកស្នាមសាក់រូបយន្តដែលពីមុនគ្មានឡើយយន្តនេះគឺជាការបញ្ជាក់ថាគេបានក្លាយជាអ្នកបន្តវេនអាគមពីម្ចាស់ព្រៃដែលគេទើបតែបង្ក្រាបមិញនេះ ប៉ុន្តែរឿងរ៉ាវមិនតាន់ចប់ដោយងាយៗឡើយនៅគេដែលពួកគេនាំគ្នាដើរចូលភូមិពួកគេឃើញអ្នកភូមិឈើរងចាំមើលពួកគេដោយទឹកមុខចម្លែកលោកមេភូមិបានដើរមកជិតរួចនិយាយទាំងញ័រមាត់ថាពួកឯងបាត់ខ្លួនទៅក្នុងព្រៃនោះអស់រយៈពេល10ឆ្នាំហើយតើពួកឯងរស់បានដោយរបៀបណា ពាក្យសម្ដីរបស់មេភូមិបានធ្វើឲ្យវិបុលនិងមិត្តភ័ក្តិឈរថ្មឹងដោយរូបចម្លាក់សម្រាប់ពួកគេដំណើរផ្សងព្រេងក្នុងព្រៃមរណៈនោះមើលទៅដូចជាត្រឹមតែ2ទៅ3ថ្ងៃប៉ុណ្ណោះប៉ុន្តែក្នុងពិភពពិតពេលវេលាបានរំកិលទៅមុខអស់10ឆ្នាំបាត់ទៅហើយភូមិដែលធ្លាប់តែស្ងប់ស្ងាត់ឥឡូវនេះមានផ្លូវថ្នល់មានហគ្គិសនីនិងមានមនុស្សប្លែកមុខជាច្រើន 10ឆ្នាំវាមិនអាចទៅរួចទេសកៈស្រែកទាំងសម្លឹងមើលទៅបាក់ដៃខ្លួនឯងដែលនៅមានស្នាមរបួសថ្មីពីការប្រយុទ្ធក្នុងព្រី ពួកគេដើរចូលទៅក្នុងភូមិទាំងអារម្មណ៍វង្វេងវង្វាន់ផ្ទះរបស់សាក់និងធីរីឥឡូវនេះមានសភាពចាស់ទ្រុឌទ្រោមនិងត្រូវបានបោះបង់ចោលឪពុកម្ដាយរបស់ពួកគេខ្លះបានចែកឋានទៅខ្លះទៀតបានរើចេញទៅរស់នៅទីក្រុងដោយក្តីអស់សង្ឃឹមក្នុងការរងចាំកូនត្រឡប់មកវិញ តារាដែលធ្លាប់តែទុនខ្សោយឥឡូវនេះគេហាក់ដូចជាមានស្មារតីរឹងមាំជាងគេអង្គុយចុះក្បែរមាត់ស្រះទឹកក្នុងភូមិរួចសម្លឹងមើលរូបរាងខ្លួនឯងក្នុងទឹកទោះបីជាពេលវេលាកន្លងផុតទៅ10ឆ្នាំមែនប៉ុន្តែរូបរាងកាយនៃលោកទាំង4មិនបានចាស់ទៅតាមអាយុកាលឡើយពួកគេនៅតែមានវ័យ20ឆ្នាំដដែលដោយការពីថ្ងៃដែលពួកគេដើរចូលព្រៃដំបង វិបុលតើយើងជាមនុស្សឬជាខ្មោចធីរីស៊ូទាំងទឹកភ្នែកហួសស្រក វិបុលមិនឆ្លើយគេសម្លឹងមើលទៅយន្តដែលដកនៅលើខ្នងដៃរបស់គេយល់ច្បាស់ហើយថាការដែលពួកគេអាចចេញពីព្រៃនោះបានគឺដោយសារពួកគេបានក្លាយជាផ្នែកមួយនៃអាថាកំបាំងព្រៃនោះរួចទៅហើយពួកគេបានដោះដូរយុវវ័យ10ឆ្នាំដើម្បីជីវិតនិងចំណេះដឹងអាគមដែលគ្មាននរណាមាន នៅយប់នោះក្នុងភូមិចាប់ផ្ដើមមានរឿងចម្លែកកើតឡើងផ្សែងអពណ៌ស្វាយដែលពួកគេធ្លាប់ជួបក្នុងព្រៃចាប់ផ្ដើមអណ្ដែតចូលមកក្នុងភូមិម្ដងទៀតនាងភូមិចាប់ផ្ដើមភ័យខ្លាចនិងស្រែកហៅឲ្យជួយ ពួកវាដេញតាមយើងមកដល់ទីនេះហើយសកៈនិយាយទាំងក្តាប់ដៃជាប់ អត់ទេពួកវាមិនមែនដេញតាមយើងទេប៉ុន្តែពួកវាដេញតាមអាគមដែលនៅខ្លួនយើងវិបុលនិយាយដោយសំឡេងមើងម៉ាត់គេដឹងថាដរាមណាគេនៅតែមានចំណេះដឹងអាគមមរណៈនេះភូមិនឹងមិនមានសេចក្តីសុខឡើយ វិបុលសម្រេចចិត្តធ្វើរឿងចុងក្រោយមួយគេឲ្យមិត្តភក្តិទាំង3នាក់អង្គុយជារង្វង់រួចគេសូត្រមន្តបញ្ច្រាទិដើម្បីបិទត្រាអាគមគេសុខចិត្តបោះបង់អំណាចមហិមារបស់គេដើម្បីដោះដូរយកសេចក្តីសុខឲ្យអ្នកភូមិនិងដើម្បីឲ្យមិត្តភក្តិគេបានរស់នៅជាមនុស្សធម្មតាវិញ ពន្លឺពណ៌មាសភាយចេញពីខ្លួនវិបុលរួចហោះត្រឡប់ទៅក្នុងព្រៃវិញយ៉ាងលឿនដូចភ្លេចបន្តយន្តនៅលើដៃវិបុលក៏រលីបាត់អស់រំពេចនោះពេលវេលាដែលធ្លាប់តែនៅត្រឹងក្នុងខ្លួនពួកគេក៏ចាប់ផ្ដើមរំកិលទៅមុខយ៉ាងលឿនសក់របស់ពួកគេចាប់ផ្ដើមវែងឡើងមុខមាត់ចាប់ផ្ដើមប្រែប្រួលទៅតាមវ័យ30ឆ្នាំដែលវាគូតាជា អបងងឹតរលាបានអស់
ព្រៃមរណៈក៏ប្រែជាព្រៃឈើធម្មតាដែលគ្មានគ្រោះថ្នាក់ទៀតឡើយ ទីបញ្ចប់នៃដងណា មួយឆ្នាំក្រោយមកវិបុលសក្កធារីនន្ដារាបានក្លាយជាមនុស្សធម្មតាដែលរស់នៅក្នុងសង្គមថ្មីទោះបីជាពួកគេត្រូវបាត់បង់យុវវ័យ10ឆ្នាំទៅក្នុងព្រៃមរណៈមែនប៉ុន្តែពួកគេបានរៀនស្គាល់ពីតម្លៃនៃសាមគ្គីភាពនិងការលះបង់ វិបុលបានក្លាយជាគ្រូថ្នាំបុរាណដែលជួយព្យាបាលអ្នកភូមិដោយចិត្តសប្បុរសសក្តិដឹកក្លាយជាអ្នកថតរូបឯកសារដែលដើរថតរូបភាពស្អាតៗនៃធម្មជាតិតារានិងធារីបានរៀបការជាមួយគ្នានិងបង្កើតគ្រួសារដ៏កក់ក្ដៅមួយ ជារៀងរាល់ថ្ងៃសិលពួកគេទាំង4តែងតែមកជួបជុំគ្នានៅមាត់ព្រៃនោះរួចបោះធូបបួងសួងដល់វិញ្ញាណដែលបានជួយសង្គ្រោះពួកគេព្រៃមរណៈឥឡូវនេះលែងមានសម្រែកខ្មោចលងទៀតហើយគឺមានតែសម្លេងសត្វយំនិងខ្យងបក់ត្រជាក់ត្រជុំរឿងរ៉ាវរបស់ពួកគេបានคล้ายជាវីរភាពនិងជានិទានដែលអ្នកភូមិតែងតែនិទានប្រាប់កូនចៅតៗគ្នាថាក្នុងភាពងងឹតបំផុតពន្លឺដែលខ្លាំងបំផុតមិនមែនជាអាគមទេប៉ុន្តែវាគឺជាចិត្តដែលចេះជួយគ្នា ចប់ដោយបរិបូរណ៍